យើងលោកតាញាតិញោមទាំងអស់នៅថងត្រាប់ស្ដាប់នៅធម្មវិសេសទេសនានឹងហើយសូមអនុមោទនានឹងយើងមិនបាច់ចេះទេសនាអីទេហ្នឹងទៅតែមកតាហ្នឹងហើយនិយាយទៅលឿនជាងទេសនានោះវាមានបែបមានបទអញ្ចឹងតែយើងនិយាយគ្នាទៅស្រួលស្ដាប់ជាងហ្នឹងកាលណាតែទេសនាហ្នឹងវាមានបែបមានបទទៅនោះមាស្ដាប់ទៅពិបាកព្រោះខ្មែរយើងវាមិនមានពាក្យដែលស្រួលស្ដាប់អីប្រមាណទេវាមានបែបបទស្រុកយើងហ្នឹងវាមានភាសារាជដែលប្រើទូទៅនេះសាមញ្ញស័ព្ទឬគ្រាមភាសាផ្សេងទៅហើយមានសង្ឃស័ព្ទដែលនិយាយជាមួយនឹងសាមណភេទនោះផ្សេងទៅហើយមានរាជស័ព្ទដែលប្រើចំពោះទុក្ខណាជាអម្ចាស់ជីវិតនោះផ្សេងតែអញ្ចឹងនេះយើងជាខ្មែរហ្នឹងមិនប្រកាសថាចេះពាក្យខ្មែរហ្នឹងអស់ទេមិនដូចបារាំងទេបារាំងរាជក៏គេនិយាយអញ្ចឹងស្ដេចក៏គេនិយាយអញ្ចឹងអាកែនក៏អញ្ចឹងដែរបើដល់ខ្មែរយើងវាបែងច្រើនអញ្ចឹងបានតែធម្មវិសេសទេសនាប្រើដោយច្រើនទៅសង្ឃស័ព្ទបូកនឹងភាសាបាលីអីហូហែទៅអញ្ចឹងមិនជាស្រួលស្ដាប់អីប្រហែលទេចឹងហើយយើងនិយាយគ្នាទៅស្រួលស្ដាប់ជាងនិយាយហ្នឹងគឺពាក្យសាមញ្ញសុទ្ធសាធដូចតែនិយាយគ្នាសប្តាហ៍ថ្ងៃហ្នឹងវាងាយស្រួលទំនាក់ទំនងងាយស្រួលស្ដាប់ទៅនេះចឹងថ្ងៃនេះជាថ្ងៃប្រកបដោយអ្នកខត្តឫក្សជាមង្គលដងឧត្តមក្នុងថ្ងៃពុទ្ធ15កើតខ្នើតខែទុតិយាសានឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ដែលអស់លោកជាមហាបាសកមហាបាសិកាពុទ្ធសាសនុបឋមមហាពុទ្ធបរិស័ទទាំងអស់បានកសាងនៅព្រះពុទ្ធរូបមានរវិជ័យមួយព្រះអង្គដើម្បីហើយយកមកវាប្រគេនជាសារណវត្ថុក្នុងវត្តចន្ទបជោតនារាមណាហើយក៏គេហៅឈ្មោះបដិមានោះថាជាពុទ្ធមេត្តានឹងឈ្មោះដែលមនុស្សសន្មតឲ្យងាយសម្គាល់ដោយវត្ថុមនុស្សសត្វអញ្ចឹងបដិមាក្នុងលោកនោះមានច្រើនបែបច្រើនយ៉ាងបើហៅថាពុទ្ធបដិមាទៅក៏មនុស្សចាប់ច្រឡំអញ្ចឹងហើយទើបគេសន្មតនាមដូចពុទ្ធគង់ក្នុងវិហារវត្តអូណាឡោកគេហៅព្រះអង្គសកាលិញអញ្ចឹងដែរណាពុទ្ធនៅនឹងមុខពរាជដំណាក់ខេត្តសៀមរាបគេហៅព្រះអង្គចេកព្រះអង្គចោមអញ្ចឹងតែពុទ្ធប
ដិមានៅវត្តខ្មៅគេហៅព្រះអង្គនៅវត្តណែស្នោគេហៅព្រះអង្គខ្មៅយ៉ាងទៅពុទ្ធបដិមានៅវត្តផ្សារពហិលួងគេហៅព្រះអង្គចង្ហាន់ហុយអីចឹងទៅណាអញ្ចឹងឥឡូវនេះពុទ្ធបដិមាដែលយើងបានកសាងហើយនេះដោយល្អប្រពៃនេះយើងនាំគ្នាហៅថាជាព្រះពុទ្ធមេត្តាអញ្ចឹងទៅនិយាយពីព្រះពុទ្ធរូបធម្មតាពេលលាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គគង់ពធរមាននៅមិនមានពុទ្ធបដិមាដែលគេកសាងឲ្យទលំទលាយទេបើអ្នកធ្វើមានតែអ្នកលួចធ្វើដូចជាព្រះបាទបសេនទីកោសលលួចកសាងនៅព្រះពុទ្ធរូបណាច់តែជ្រះថ្លាជាមួយនឹងព្រះពុទ្ធអង្គពេកក៏លួចឲ្យគេឆ្លាក់ព្រះពុទ្ធរូបចេញពីក្លឹមច័ន្ទក្រហមក្រោយមកក៏បាត់ទៅមិនដឹងហេតុមនុស្សយកទៅណាឬក៏ទេវតាយកទៅទុកដាក់ឯណាទេព្រោះកសាងពីក្លឹមច័ន្ទណាហើយមិនធំអីទេល្មមដែរក្រោយមកពុទ្ធសាសនាបានជាង100ឆ្នាំមានព្រាហ្មណ៍មួយគាត់បើអាត្មាចាំឈ្មោះមិនខុសទេដូចជាឈ្មោះវស្សកាព្រាហ្មណ៍ណាដឹងនៅបើសិនជាខុសអីអធិស្ឋានណាឈ្មោះវាច្រើនពេកទៅអាចចាំខុសប៉ុន្តែបើមិនខុសទេគឺឈ្មោះវស្សកាព្រាហ្មណ៍គាត់គិតថាទេហិណ្ឌូគេមានរូបព្រះកណេសព្រះនរាយណ៍ព្រះវិស្ណុព្រះសិវៈព្រះដតីច្រើនណាលោកគាត់ធ្លាប់កាន់លទ្ធិហិណ្ឌូដល់គាត់ត្រឡប់មកកាន់ពុទ្ធសាសនាគាត់អង្គុយគិតអញ្ចឹងមិនចុះពុទ្ធសាសនាយើងមានសាសនាប៉ុណ្ណាប៉ុណ្ណីមិនដឹងថ្វាយអង្គមអីរកបដិមាតំណាងបរមគ្រូសម្រាប់គោរពនោះក៏អត់មានគាត់ចាប់ផ្ដើមនឹកឃើញគាត់ទៅក្រាបទូលព្រះរាជាទៅចាត់ចែងធ្វើទៅបាទពុទ្ធសាសនាបានជាង100ឆ្នាំបានកើតឡើងហើយកើតឡើងធ្វើតែពុទ្ធរូបមកនាំគ្នាថ្វាយអង្គមបូជាអីទៅមិនតាន់មានរៀបចំបុណ្យពុទ្ធាពិសេសអីទេដល់មកដល់សម័យព្រះនិកសេនដែរពុទ្ធសាសនាបានមកឆ្ងាយហើយក្រោយពីព្រះនិកសេនលោកផ្ចាញ់ទិដ្ឋិវាទៈរបស់ស្ដេចមលិនបានហើយបានជ្រះថ្លាកសាងពុទ្ធបដិមាអំពីកែវមរកតនោះដែលសកទេវរាជទៅយកពីភ្នំវេបុលមកកាលនោះសកទេវរាជជ្រាបបំណងរបស់ព្រះនិកសេនឲ្យមេតល័យទេវសារថីហ្នឹងទៅយកកែវពីបាត់ភ្នំព្រះសិនីរូបមកកែវមនីជោតតែពួកកំផន់មិនឲ្យបានប្រាប់ហេតុផលថាទុកថ្វាយចំពោះស្ដេចចក្រពត្តិមកកែវហ្នឹងកែវដែលកើតឡើងចំពោះស្ដេចចក្រពត្តិមិនមែនជាកែវអត់ម្ចាស់ទេនិយាយដល់ទៅហ្នឹងយើងគិតថាបុណ្យណាបុណ្យសិក្សាពីមុនណាមិនសុកមានទេណា
ដែលយើងមកកើតកំណើតជាមនុស្សអីអញ្ចឹងរាល់ថ្ងៃអីសិតតែបុណ្យសិក្សាទុកមកស្រាប់បានមកអង្គុយជុំគ្នាធ្វើបុណ្យនេះក៏សិតតែបុណ្យសិក្សាមកពីមុនមកដែរមានពូជមកអញ្ចឹងស្ដេចចក្រពត្តិមិនតាន់កើតផងកើតនេះចូលនោះកើតឡើងបាត់ដែររងចាំបុណ្យអំណាចបុណ្យហ្នឹងខ្លាំងអញ្ចឹងទៅយកកែវមរកតពីភ្នំវិបុលមកហើយបានឲ្យវិស្វកម្មទេវបុត្រជាអ្នករចនាឲ្យបានចេញជាពុទ្ធរូបហ្នឹងយើងក៏សន្មត់ហៅទៅបកែវមរកតអញ្ចឹងមកហ្នឹងហើយពុទ្ធបដិមាទេឥឡូវបើយើងនិយាយអំពីពុទ្ធមេត្តានេះចេញពីណាមកពុទ្ធបដិមាតម្រង់បែបហ្នឹងចេញមកពុទ្ធកិយាមកហើយបើយើងចង់និយាយអំពីប្រវត្តិព្រះពុទ្ធមេត្តានិយាយដាច់ដោយឡែកក៏អត់កើតដែរត្រូវរលឹកទៅដល់ប្រវត្តិនៃមហាពោធិព្រឹក្សដែររឿងហ្នឹងវាតកតងគ្នាអញ្ចឹងណាដូចច្រវាក់អញ្ចឹងណាច្រវាក់តែមួយតែកងមួយគេអត់ហៅច្រវាក់ទេតើតែវាកងនឹងតាក់គ្នា1 2 3 4 5 6វែងឆ្ងាយទៅបានគេហៅច្រវាក់សាច់រឿងដូចគ្នាដែរនិយាយកបុតទៅគេស្ដាប់មិនយល់អញ្ចឹងមកខ្ញុំក៏ណាថាមិនបាច់ទេទេនិយាយគ្នាទៅស្រួលបយលណាព្រះមហាពោធិព្រឹក្សនេះជាអីអស់លោកពុទ្ធបរិស័ទដឹងទេដឹងថាព្រះមហាពោធិព្រឹក្សនោះជាអីណាព្រះមហាពោធិព្រឹក្សនេះជាសហជាតិវត្ថុដែលកើតដំណើរគ្នាជាមួយនឹងព្រះបរមពោធិសត្វចឹងបើគេនឹករលឹកដល់ដើមអសតព្រឹក្សគឺមហាពោធិព្រឹក្សបច្ចុប្បន្នហ្នឹងគឺគេត្រូវរលឹកទៅដល់សហជាតិវត្ថុ7យ៉ាងដែលកើតប្រងដំណើរគ្នាជាមួយនឹងព្រះបរមពុទ្ធិសត្វក្នុងជាតិចុងក្រោយមុននឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធសហជាតិវត្ថុហ្នឹងមាននាងពំពាព្រះនាងពំពាយសោធរានឹងមួយព្រះអានន្ទជាពុទ្ធឧបដ្ឋានឹងមួយកលុទាយីមាតមួយឆានមាតមួយសេះកណ្ណកៈមួយមហាពោធិព្រឹក្សនឹងមួយនិងកំណប់ទ្រព្យទាំងឡាយ4ក្រដៅទ្រព្យទាំងឡាយ4ទិសណាកើតឡើងដំណើរគ្នាជាមួយនឹងព្រះដ៏មានពុទ្ធិកាលដែលជាព្រះបរមពុទ្ធិសត្វអញ្ចឹងដែលព្រះអង្គនៅគ្រប់គ្រងផ្ទះណារយៈពេល29ឆ្នាំនោះដើមពោធិ៍នឹងធំល្មមនឹងយើងធ្លាប់ដឹងហើយដើមពោធិ៍មិនពិបាកធំទេណាតែដាំត្រូវដីត្រូវពន្លឺត្រូវអីល្អគឺ4-5ឆ្នាំហ្នឹងធំបានមួយលុបហើយចិននោះដល់តែ29ឆ្នាំឯណាព្រះអង្គនៅគ្រប់គ្រងផ្ទះជាព្រះរាជបុត្រក្នុងនគរមកថាក្នុងនគរកបិលវត្ថុនោះបលភ័ស្ត្រនោះ29ឆ្នាំអញ្ចឹងដើមពោធិ៍នោះធំស្រេចតែព្រះអង្គចេញសាងអភិនិស្សង្ក្រមធ្វើដំណើរទៅដល់ត្រង់ផ្ចិតផែនដីហ្នឹង
ទើបទៅគង់ក្រោមម្លប់ពោធិព្រឹក្សណាក្រោមម្លប់ពោធិព្រឹក្សលើរតនបល្ល័ង្កក្រោមម្លប់ពោធិព្រឹក្សបានចាញ់នៅនេះហើយត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណជាប្រពុតក្នុងលោកពីនោះមកហ្នឹងអញ្ចឹងមហាពោធិដែលព្រះដែលមានពភាព្រះអង្គត្រាស់ដឹងនឹងយើងសន្មត់ថាជាបរិភោគចេតដីណាជាគ្រឿងដែលព្រះដែលមានពភាធ្លាប់ប្រើប្រាស់ណាគោរពបូជាទៅបានអានិសង្ឃហាក់បីដូចព្រះដែលមានពភាព្រះអង្គគង់វធរមាននៅអញ្ចឹងដែរប៉ុន្តែមហាពោធិព្រឹក្សដែលព្រះដែលមានពភាព្រះអង្គត្រាស់ដឹងនោះរស់នៅលើផែនដីនេះបានតែអាយុកាលជាង350ឆ្នាំទេហ្នឹងហើយ50ដូចជា52កតុយនោះអាត្មាមិនចាំណាចាំតែ350បកតុយប្រមាណទៀតមិនច្បាស់អញ្ចឹងហើយមិនហ៊ានថាជាងអញ្ចឹងទេណាជាង300ឆ្នាំណាហើយក៏សគត់ទៅណាក៏សគត់ទៅសគត់ហ្នឹងមិនមែនដោយចាស់ជរាអីទេមិនមែនដោយចាស់ជរាអីទេដោយការបៀតបៀនដើមហេតុប្របាទធម្មាសោកណាពីដើមជាស្ដេចសឹកកាប់សម្លាប់ដល់ហើយទៅសូម្បីតែបងប្អូនណាឪពុកតែមួយម្ដាយទីតីអីហ្នឹងក៏កាប់សម្លាប់ដែរណាដើម្បីបានសិទ្ធិបានអំណាចក្រងរាជអីហោហែមកធ្វើសឹកធ្វើចម្បាំងដល់តែក្រោយមកបានជួបជាមួយនឹងព្រះមគ្គលិពុទ្ធថែព្រះអង្គកាត់បន្ទិលសង្ស័យហើយបានជ្រះថ្លាក្នុងពុទ្ធសាសនាទៅលោកទៅកសាងបច្ចេកដីតាមពុទ្ធស្ថានទាំងឡាយ4កន្លែងហើយដែលធ្វើធំជាងគេលោកជ្រះថ្លាជាងគេពេញចិត្តជាងគេកន្លែងពុទ្ធគយាហ្នឹងឯងកន្លែងព្រះអង្គត្រាស់ដឹងបានកសាងនៅបច្ចេកដី 84000 បច្ចេកដីហើយបានកសាងពុទ្ធរូបឡើងណាចូលដល់ក្នុងចំណោមពុទ្ធរូបទាំង 84000 នឹង 84000 ក្នុងកាលនោះមានព្រះពុទ្ធរូបព្រះអង្គមេត្តានឹងមួយអង្គដែរណាតែកសាងពីថ្មភក់ទេបើថ្មស្រុកឥណ្ឌានោះវាមានសម្បុរខ្មៅមកគេនោះណាមិនដឹងថាថ្មនោះខ្មៅឬក៏គេបូជាទៅលាបអីលាបស្អីទៅខ្មៅយើងមិនដឹងទេណាកើតមិនតាន់ទាំងអស់គ្នាបាទអាត្មាតែឃើញថ្មដំបូងមិនខ្មៅទេប្រហែលជាសម្បុរដូចថ្មក្រួយខ្នងយើងអញ្ចឹងដែលគេឆ្លាក់ជាព្រះសិវលីអីបែបសម្បុរអញ្ចឹងប៉ុន្តែដល់តែយូរទៅអាកាសធាតុផងមនុស្សបូជាប៉ះពាល់អីទៅលាបប្រេងលាបអីទៅបើជាខ្មៅណាបើជាខ្មៅក៏សាងហើយគាត់ជ្រះថ្លាប្របាទធម្មាសោកហ្នឹងគាត់មិនសូវល្វីល្វើប្រពន្ធកូនអីទេយើងនិយាយចេះទៅស្រួលស្ដាប់ទៅតែអភិរមសំងំកម្មដ្ឋានជាមួយនឹងព្រះមហាពោធិព្រឹក្ស
ហើយមនុស្សស្រីជាមហេសីហ្នឹងណាតែមហេសីទី4ណាមិនដឹងថាគាត់មានប្រពន្ធប្រមាណអាត្មាក៏មិនបានទៅមើលលម្អិតដែររឿងបាត់ធម្មមេសោកហ្នឹងខ្ជិលចង់ដឹងនៅឃើញថាប្រពន្ធប្រមាណក៏ប្រពន្ធប៉ុណ្ណឹងតែស្ដាច់ដែរប្រពន្ធតិចទេនៅឃើញអញ្ចឹងហ្នឹងហើយដឹងថាមហេសីទី4ហ្នឹងចំណែននឹងមហាពោធិព្រឹក្សគិតទៅមនុស្សស្រីយើងណាប្រចាំសពដើមឈើណាហ្នឹងហើយដល់អញ្ចឹងសង្វេគដែរសង្វេគអ្នកមានប្រពន្ធមានអីមិនដឹងគ្នាពិបាកយ៉ាងណាមកអង្គុយគិតអញ្ចឹងស្រួលដែរតាមានប្រពន្ធទៅយ៉ាងម៉េចពិបាកអីស្រួលឯសនុកថ្មមិនដឹងទេបើគាត់នឹកឃើញថាដឹងថាមនុស្សស្រីគាត់មានសេចក្តីក្តីខ្នក់ប្រច័ណ្ឌអីច្រើនទៅប៉ុន្តែធ្លាប់តែឮតែប្រច័ណ្ឌនឹងមនុស្សប៉ុន្តែប្រពន្ធមហេសីទី4របស់ស្ដេចអសោកហ្នឹងវាទៅប្រច័ណ្ឌនឹងដើមពោធិព្រឹក្សឯនោះទៅវិញនឹកឃើញថាអញបើប៉ុណ្្នឹងដែរព្រះអង្គដែរមករវីរវល់អីបាត់ឃើញទៅនៅទាំងដើមពោធិព្រឹក្សហ្នឹងកើតចិត្តអ៊ីសាដើមពោបន្លំឲ្យអ្នកបង្រើយកថ្នាំពុលទៅសយទៅហើយដើមឈើធម្មតាស្រោចទឹកពុលទៅមិនមែនស្លាប់អីភ្លាមចាប់ដើមអង្គុះស្លឹកមហាពោទី1ហ្នឹងចាប់ដើមអង្គុះស្លឹកមកចាប់ដើមអង្គុះស្លឹកបាទធម្មមេសោកនឹកឃើញថាតិចបាបកម្មដែលអញសម្លាប់បងប្អូនឯងសម្លាប់មនុស្សម្នាច្រើនទៅជាធ្វើឲ្យដើមពោហ្នឹងសកុតដោយសារបាបកម្មរបស់អញទៅដឹងមកអង្គុយទៅនឹងរងថ្ងៃកើតចិត្តតក់ស្លុតអញ្ចឹងធ្វើដំណើរទៅព្រះបរមរាជវាំងវិញប្រពន្ធឯនោះឃើញអញថាអញស្លាប់ដើមពោនឹងទៅបានប្តីមកវិញមែនចាបើមកហ្នឹងមិនមែនមកស្រួលបួលទៅរកប្រពន្ធអីទេទៅកើតទុកទៅហ្មងថាទេមកតែពីអញបាបក្រាស់ហ្នឹងហើយបានតែដើមមហាពោធិព្រឹក្សត្រូវសគត់អស់អាយុដោយសារតែអញនឹងហើយបាក់ចិត្តប្រឈួនរហូតដល់ណាសន្លប់បាត់ស្មារតីនាងឯនោះនឹកឃើញថាអូមិនកើតទេដាក់ថ្នាំកុំជាពេទ្យមើលកុំជាមានប្រាប់ការពិតដែរបានទូលបពិតព្រះសមត្ថទេពហើយដើមពោនឹងមិនមែនស្លាប់ដោយសារតែអត់ហេតុទេមិនមែនដោយសារបាបកម្មព្រះអង្គទេដោយសារខ្ញុំម្ចាស់នឹងចំណែននឹងមហាពោធិព្រឹក្សនឹងនៅប្រើអ្នកនេះឲ្យទៅសម្លាប់អីចឹងទៅដើម្បីឲ្យព្រះអង្គមកនឹកនាប្រពន្ធកូនខ្លះហើយព្រះបាទធម្មមេសោកព្រះអង្គដឹងអញ្ចឹងសប្បាយប្រតិថាអូមិនមែនមកពីអញទេអញ្ចឹងយាងទៅវិញយាងទៅអត់មានលឺហើយទៅឲ្យប្រពន្ធកូនអីសិនអត់ទេទៅវិញបញ្ជាឲ្យគេរឹតទឹកដោះអំពីគោ100 ក្បាលយកមកស្រោចកន្លែងនឹងពោចាស់ដែលសកុតហ្នឹងឲ្យគេសម្អាតឲ្យស្អាតទៅធ្វើដីឲ្យស្រួលបួលហើយស្រោចទឹកថាស្ទើរទៅដោះគោស្រស់ហ្នឹងអធិដ្ឋានថាដោយអំណាចនៃសេចក្តីអធិដ្ឋានបពោមហាពោធិព្រឹក្សនឹងមិនលោះបន្លកថ្មីទេមិនក្រោកចាកទីនឹងទេធ្វើសច្ចកិរិយានឹងឲ្យស្រោចទឹកទៅ7 ថ្ងៃក្រោយដោះបន្លកមហាពោធិព្រឹក្សថ្មីចំកន្លែងដដែលនឹងមកហ្នឹងហើយដល់អញ្ចឹងមហាជនដឹងថា
ហេតុអស្ចារ្យអច្ឆរិយៈអញ្ចឹងនាំគ្នាទៅគោរពបូជាមហាពោធិព្រឹក្សនឹងច្រើនលើសមុនទៅទៀតកកហើយម្ដងហ្នឹងស្ដេចរៀងហើយនឹងអត់ឲ្យពីណាចេញចូលអីប្រទេសផ្ដាស់ទេធ្វើលបងពាត់អីត្រឹមត្រូវបានមហាពោធិព្រឹក្សទី2ហ្នឹងដើមទី2ហ្នឹងហើយក្នុងមហាពោធិព្រឹក្សដើមទី2ហ្នឹងក៏មានបច្ចេកដី84000ដែលព្រះបាទធម្មមេសោកបានកសាងហើយរួមជាមួយពុទ្ធបដិមា84000ដែរនិយាយពីមហាពោធិព្រឹក្សទី2នេះមានអាយុកាលបានមកដល់800ឆ្នាំជាង800ឆ្នាំណាអាយុបានជាង800ឆ្នាំក៏កើតរឿងម្ដងទៀតដែរមកដល់អាយុកាលជាង800ឆ្នាំហ្នឹងស្ដេចនៃនគរមគធរដ្ឋលោកគ្រប់គ្រងទឹកដីក្នុងតំបន់ពុទ្ធគយាហ្នឹងសប្តាហ៍នៅក្នុងរដ្ឋប៊ីហាស្រុកគយាសីស័កហ្នឹងប្រសពថ្ងៃគេដាក់ទៅពុទ្ធគយាគាត់គ្រប់គ្រងដីទៅដែនមគធរដ្ឋហ្នឹងគាត់កន្លែងពុទ្ធគយាហ្នឹងក៏នៅក្នុងដែនគ្រប់គ្រងរបស់ស្ដេចមគធរដ្ឋនឹងដែររហូតដល់ឆ្នាំ1000ជាងហើយនៃពុទ្ធសករាជព្រោះរាប់ពីបាទធម្មមេសោកមកពុទ្ធសករាជបានជាង200ឆ្នាំហើយដល់ទៅពេលគិតទៅតាមអាយុកាលមហាពោធិព្រឹក្សលោះថ្មីមកបានជាង800ឆ្នាំមានស្ដេចមួយនៅក្នុងដែនបង្គលបៈខ្លះហៅថាបង្គលៈនៅដែនបង្គលៈហ្នឹងស្ដេចហ្នឹងគាត់កាន់សាសនាហិណ្ឌូហើយគាត់ចង់រើបំរាស់ផ្ដាច់ខ្លួនពីស្ដេចដែនមគធៈគាត់លើកទ័ពមកវាយធម្មតាទេវាយដណ្ដើមទឹកដីនេះធម្មតាទេណាដោយតាថៃវាយខ្មែរសប្ងៃអញ្ចឹងណាដំបូងវាយដណ្ដើមដីទេដល់ពេលឃើញសារណវត្ថុចេះវាយចេះកំតិចទៅសង្គ្រាមអញ្ចឹងឯងមិនមែនទៅមកលើទេតាំងពីអើយមកនោះមើលឃើញសប្ងៃសៀមគេវាយខ្មែរហើយគេមិនវាយវត្តវាយបដិមាអីកំតិចចោលឃើញទេគេសុខចិត្តធ្វើថ្មីផុសគេអីចឹងទៅនឹងសាសនាតែមួយផងចុះនោះសាសនាពីរផ្សេងគ្នាស្ដេចដែនមគធរដ្ឋគាត់កាន់ពុទ្ធសាសនាដល់ស្ដេចបង្គលៈនឹងគាត់កាន់ហិណ្ឌូដល់មកវាយចូលមកដល់ទឹកដីពុទ្ធគយាហ្នឹងខឹងនឹងពុទ្ធគយាហ្នឹងថាដោយសារនៅកន្លែងហ្នឹងបានគេមនុស្សម្នានាំគ្នាមកគោរពបូជាទៅឈប់ទៅនឹករលឹកសាសនាហិណ្ឌូនោះណាបញ្ជាឲ្យពួកកងទ័ពហ្នឹងកាប់បំផ្លាញដើមពោធិព្រឹក្សនឹងចេញទៅកាប់ហើយខ្លាច់ដោះមកវិញដុតចោលទៅទៀតដុតកំតិចឲ្យកើតជាផេះនៅនឹងចាក់ប្រេងកដុតអីនឹងទៅរឿងបៃកំតិចបច្ចេកដីអីអស់យ៉ាងទៅពុទ្ធបដិមាអីចឹងទៅប៉ុន្តែពេលដែលគាត់ដុតកំតិចដើមពូអីហើយគាត់ចូលទៅក្នុងចេតិយគាត់ឃើញពុទ្ធមេតានេះពុទ្ធរូបណានៅក្នុងហ្នឹងគាត់មិនសប្បាយចិត្តទេគាត់បញ្ជាឲ្យអាមាត្យផុសគាត់ហ្នឹងទៅតែលើកពុទ្ធរូបទៅកវត្តចោលឯណាទៅបាត់ណាអាមាត្យនោះស្ទុះវឹងទៅប៉ុន្តែអាមាត្យគាត់អ្នកកាន់ពុទ្ធសាសនាដែរទេគាត់អ្នកគោរពពុទ្ធសាសនាដែរគាត់ទៅដល់ឃើញពុភៈរបស់ពុទ្ធមេត្តានឹងហាក់បីដូចជាញញឹមដាក់គាត់
មានសភាពសទន់ស្រាលហាក់បីដូចជាមានអាយុជីវិតញញឹមញញែមដាក់គាត់អញ្ចឹងធ្វើឲ្យគាត់កើតសេចក្តីត្រេះរិះថាបើកាលណាអាត្មាអញមិនយកពុទ្ធរូបនេះចេញពីកន្លែងហ្នឹងទេម្លោះសំក្បាលអញហ្នឹងត្រូវធ្លាក់អាយបរិជាមុខទៅយកទោសអញខានទេប៉ុន្តែបើអញធ្វើតាមបរិជាអញធ្លុមុខទៅធ្លាក់ទៅអបាយភូមិហើយទោសនេះណែធ្ងន់ណាស់ណែมันអាចយកជាយិតយោងសណ្ដោងអាត្មាអញហ្នឹងឲ្យបានទៅកើតក្នុងកំណើតពងពោះអីទេមកមនុស្សវិញបានទេមកទៅអបាយភូមិហើយអញ្ចឹងមិនធ្វើតាមស្ដេចណាវាស្លាប់ខ្លួនបើស្លាប់តែខ្លួនមិនអីទេក្រែងប្រពន្ធកូននៅប្រទេសអត់ដឹងរឿងទៅទាំងអស់គ្នាសាច់ញាតិនោះហើយបើធ្វើតាមវានរកអញ្ចឹងធ្វើល្បិចថាពុទ្ធប្រាប់ស្ដេចវិញថាបបិទ្ធព្រះសម្មាទិទេពជាធំនៃខ្ញុំព្រះអង្គនឹងធ្ងន់ណាស់យកទៅឥឡូវមិនកើតទេសុំពេល7ថ្ងៃដើម្បីចាត់ចែងចេញរាជាថាអញ្ចឹងក៏ធ្វើតាមឯងធ្វើទៅធ្វើមិនធ្វើទៅឲ្យទៅបានចេញពីនឹងដល់អញ្ចឹងយប់ឡើងស្ងាត់គាត់ទៅប្រមូលកូនចៅចំណិតគាត់ហ្នឹងមកយកដីមិនដឹងគេលាយអីខ្លះទេសម័យនោះណាបើយើងសប្ងៃមកតែលាយដីដំបូកដីអីហ្នឹងហើយលាយទៅយករៀបបំបត្តិព្រះអង្គនៅក្នុងហ្នឹងទៅមិនហ៊ាននេះទេគាត់អុចប្រទីបបូជាប្រទីបអីដាក់ប្រេងដាក់អីហើយអុចទៅគាត់រៀបអញ្ចាំងបិទបច្ចិតបោកដីនឹងបច្ចិតទៅមើលទៅហាក់បីដូចជាអញ្ចាំងហ្នឹងអត់មានអីទេណាអត់មានអីទេព្រោះគេរៀបគាត់ឆ្នៃធ្វើម៉េចឲ្យវាដូចជាមួយក្នុងចេតិយហ្នឹងព្រោះស្ដេចហ្នឹងក៏អត់វាយចេតិយចោលទេគាត់គិតថាដកតែពុទ្ធរូបទៅដាក់រូបទេវៈទេអីទៅចេតិយមានស្រេចណានឹងហើយព្រោះបាទធម្មមេសោគាត់ធ្វើចេតិយនោះស្អាតតាមដីកាខ្លះលោកបញ្ជាក់ថាបច្ចេកដីហ្នឹងវិស្វកម្មទេវបុត្រមកជួយកសាងផងសម័យនោះអញ្ចឹងអំណាចទេវតាធ្វើអីផងទោះកើតសង្គ្រាមមិនក៏គេជានឹកឃើញហើយគេអត់វាយចោលទេដេញកវត្តយើងអញ្ចឹងណាដែលគេធ្វើមកបានបណិតហ្នឹងកើតសង្គ្រាមចម្បាំងរាំងជុលអីយ៉ាងម៉េចជាក៏ដោយអត់នេះទេអត់គេអត់បំផ្លាញអីទេគេគ្រាន់តែកោះយកមាសប្រាក់អីបន្តិចមែនប៉ុន្តែជាទៅឈរនឹងកើតហ្នឹងតែអញ្ចឹងបច្ចេកដីហ្នឹងអញ្ចឹងដែរបើបាននៅក្នុងដែនបឹងកលៈហ្នឹងគាត់កំតិចតែពុទ្ធបដិមាទេហើយបច្ចេកដីហ្នឹងក៏អត់កំតិចអីទេគាត់នឹកឃើញថាបដូរតាអត់ឃើញរចនាបថឥណ្ឌាណាអត់ដឹងមើលមិនដាច់ថាណាហិណ្ឌូណាពុទ្ធសាសនាទេគេធ្វើអាគារដូចគ្នាអញ្ចឹងហ្នឹងគាត់ណាខុសតែរូបសំណាក់ទេហើយរូបសំណាក់ខ្លះដូចប្រពុតអញ្ចឹងយើងមិនយល់ថ្វាយអង្គមមកដែរសំណាក់អាចារ្យទេគេធ្វើដូចព្រះយើងអញ្ចឹងដែរពុទ្ធបដិមាគេទេប្រកាន់ថាគេអត់ធ្វើអត់មានសបងទេគាត់ធ្វើពេនភ្នែនសមាធិអីចឹងទៅដូចព្រះដែរយើងទៅពីខ្មែរតែមើលមិនស្រួលថាតែព្រះថ្វាយអង្គមចំព្រះអាចារ្យហ្នឹងហើយអញ្ចឹងលោកណារសាទៅឥណ្ឌាមើលផងព្រះពុទ្ធបដិមាហ្នឹងមានជីវរអត់បើមានជីវរនឹងពុទ្ធបដិមាតែបើគេធ្វើស្រាប់ទៅនៅកកទេនឹងពុទ្ធបដិមាចេះបដិមាផងចេះឡើយអញ្ចឹងអាមាត្យហ្នឹងគាត់រៀបចំឥដ្ឋនឹងបោកបៀកជាមួយដីនឹងមើលទៅហាក់បីដូចជាយកប្រពុតនឹងចេញអញ្ចឹងអត់ឃើញទេដល់ធ្វើស្អាតបានហើយរត់មកប្រាប់ព្រះរាជាវិញថាយកចេញមកដែរព្រះអង្គហើយណាធ្វើតាមព្រះរាជាបញ្ជាហើយស្ដេចនឹងលឺអឮថាយកចេញបានអញ្ចឹងអណាតែគាត់អភ្លាមហ្នឹងស្រាប់តែអពេកទៅវាទៅជាច្រាលឈាមពីក្នុងមកក្អួតឈាម
សកុតពេលនឹងដែរទៅហើយទៅណាយើងមិនបាច់ទាយទេនឹងនោះហ្នឹងស្លាប់សកុតបាត់ទៅនិយាយពីស្ដេចដែនមកធៈក្រោយពីដឹងរឿងថាមានគេឈ្លានពានអីអញ្ចឹងវាយមកដល់ពុទ្ធគយាហើយលើកទ័ពមកបណ្ដេញចេញពួកកងទ័ពដែលឈ្លានពានហ្នឹងទៅឮដំណឹងថាគេបំផ្លាញព្រះមហាពោធិព្រឹក្សក៏មកឃើញមែនគេដឹកសេចទីអស់ទៅហើយណាពោធិពីរហ្នឹងណាអាយុកាលបានជាង800ឆ្នាំគាត់នឹកឃើញថាមានតែធ្វើគំរូតាមប្របាទធម្មមេសោកទេបណ្ឌសានហ្នឹងគាត់រឹតទឹកដោះគោ1000ក្បាលយកមកស្រោចមួយថ្ងៃណាថ្ងៃ1000ក្បាលក្រោយមកក៏ពោលោះប្រឡោកកដែងនឹងកដែលហ្នឹងអង្គទី3ហ្នឹងមកហើយឲ្យគេសម្អាតបច្ចេកដីអីហ្នឹងមកឃើញប្រពុតមេត្តាគង់នៅស្រស់ញឹមក្នុងហ្នឹងឯគាត់កើតហេតុអស្ចារ្យគាត់ដែរគាត់ថាពុទ្ធបដិមាផ្សេងគេឡាច់ទឹកទីអស់ហើយនៅមួយអង្គហ្នឹងស្រាប់តែគោះដីមកឃើញនៅស្រស់ញឹមមានប្រទីបមានអីបូជាអីអញ្ចឹងនោះមនានាំគ្នាជ្រះថ្លាជាមួយពុទ្ធមេត្តាហ្នឹងពីនោះមកហើយមហាពោធិព្រឹក្សអង្គទី3ហ្នឹងណាក៏បន្តតាំងនៅរហូតបានដល់ទៅពិជន1200ឆ្នាំជាង1200ឆ្នាំជាង1200ឆ្នាំហើយក៏ចាស់ទៅក៏ស្លាប់ទៅណាហ្នឹងហើយស្លាប់ទៅអញ្ចឹងពោស្លាប់អស់ប្រហែលណាអស់3ហ្នឹងអស់3ហើយអង្គនៃសប្ថ្ងៃនៅពុទ្ធគយាហ្នឹងគឺអាយុកាលទៅបាន121ឆ្នាំទេអង្គសប្ថ្ងៃនេះណាហើយពោហ្នឹងអត់ដុះដដែលពីនឹងទេព្រោះក្រោយពីពោដែលប្របាទដែនមកថារតលោកស្រោចទៅដោះគោ1000នឹងដុះមកវិញមកអាយុកាលជាង1000ឆ្នាំនឹងមកអត់មានអ្នកណាធ្វើគំរូនឹងទៀតទេព្រោះសម័យក្រោយមកឥណ្ឌាលែងសូវគោរពពុទ្ធសាសនាហើយណែជុំវិញពុទ្ធគយាហ្នឹងសត្វតែហិណ្ឌូគេកាន់កាប់ហើយណាអញ្ចឹងគ្មានពីណាទៅខ្វាយខ្វល់ពលទៅដោះគោអីទៅស្រោចអីទៀតទេគេបន់ឲ្យទៅស្រាប់ផុតទៅអង្គសាសនាគេឡើងកោតអីអញ្ចឹងទៅប៉ុន្តែជនជាតិអង់គ្លេសទេសម័យហ្នឹងដែរគាត់ទៅដាក់អាណានិគមឯនោះណាគាត់ដឹងថាអូកន្លែងហ្នឹងជាពុទ្ធស្ថានអីអញ្ចឹងគាត់ឃើញពូស្លាប់ទៅក៏មិនដឹងទៅធ្វើម៉េចគាត់អត់ដឹងថាចូលទៅដោះគោអីអញ្ចឹងណាគាត់ដាច់ដឹងគាត់មិនដឹងរឿងដែរគាត់ថាអញ្ចឹងមានតែរកពូជពោពីណាយកមកដាំមកបណ្ដុះដាំតែនឹងវិញមកបើតែសុំច្បាប់ពីចវាយរដ្ឋគេនឹងសិនចវាយអភិបាលរដ្ឋគេនឹងក៏អនុញ្ញាតទៅគាត់ថាទៅរកពូជពោបណ្ដុះដើរនេះជួបពោពីដើមដុះនៅជាតិហ្នឹងប្រហែលជាក្របរបស់ពោទី3ហ្នឹងដែលដុះហ្នឹងប៉ុន្តែអត់ដោះចំកន្លែងដដែលទេដោះឆ្ងាយពីនឹងពួក3ដើមមុនពីដើមមុននៅកន្លែងដដែលដល់ដើមចុងក្រោយហ្នឹងដើមទី4ហ្នឹងណាអត់ដោះចំកន្លែងដដែលទេមួយដើមហ្នឹងក៏ពោះ6មានថា6ជាងអាមអញ្ចឹងចាខ្លះថា6ធ្នាប់ណាបើយើងថា6ជាងអាមក៏បាន6ធ្នាប់ក៏បានហើយនឹងតាមជាក់ស្ដែងដែរហើយមួយដើមចិត្តហ្នឹង4ចង្អាមគាត់តែឃើញចិត្តហ្នឹងទៅគាត់យកដើម6ចង្អាមហ្នឹងយកមកដាំកន្លែងចាស់ទៅហើយនឹងដើម4ចង្អាមតែដាំខាងបើយើងគិតទៅខាងឦសានណាខាងឦសាននៃកន្លែងមហាពោធិព្រឹក្សហ្នឹងហើយពោហ្នឹងក៏នៅទាំងពីរដើមហ្នឹងមកទៅសប្ថ្ងៃហ្នឹង
ហ្នឹងហើយអាយុបានជាង100ឆ្នាំហើយនឹងតាំងនៅបានប៉ុណ្ណាទៀតអានឹងក៏មិនដឹងដែរណាបើសពថ្ងៃរដ្ឋាភិបាលគេការពារណាធ្វើលបងពី3ជាន់នោះហើយនៅតែមានអ្នកទៅបន្ទោសអញ្ចឹងឆ្នាំមុននេះទៅបោកគ្រាប់បែកនឹងដែរដល់ឆ្នាំណានោះណាបោកគ្រាប់បែកហើយឥណ្ឌាក្តៅឡើងស្លាប់ប្រហែលលានអ្នកនោះតែស្មើបើភ្លេចឆ្នាំហើយឆ្នាំ2010ប្រហែល13 12ទេប៉ុណ្ណឹងដែលបោកគ្រាប់បែកប្រុងនឹងកំតិចពូទីព្រឹកកំតិចអីហ្នឹងណាហើយក៏ឡើងកម្ដៅស្លាប់អស់ប្រហែលលានអ្នកហ្នឹងទៅហើយសប្តាហ៍គេដាក់តឹងរឹងល្អណាស់ចូលទៅបើយើងភ្ញៀវបរទេសហ្នឹងគេមិនសូវរដ្ឋបတ်ទេព្រោះនឹកឃើញថាយើងទៅថ្វាយអង្គមហើយប៉ុន្តែថ្វាយឥណ្ឌាគ្នាឯងហ្នឹងណាដែលកាន់សាសនាហិណ្ឌូអីទៅកំពុលទៅអីស្លាប់ទៀតនេះតឹងរឹងណាស់ជាមួយជនជាតិហ្នឹងអញ្ចឹងអ្នកបន្ទោសព្រះហ្នឹងមិនមែនតែនៅស្រុកខ្មែរទេស្រុកព្រះក្នុងល្មងក៏គេបន្ទោសដែរហើយនិយាយពីព្រះពុទ្ធមេត្តាវិញគឺតាំងតែពីនងមកតាំងតែពីប្របាទដែលអ្នកកថារដ្ឋហ្នឹងលោកទៅមើលដែលស្ដេចបង្កលៈគាត់ស្លាប់ពុកមហាពោធិព្រឹក្សហើយហ្នឹងណាដែលអាមាត្យបិទដីការពារពពុទ្ធទៅរូបហ្នឹងរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងមនុស្សលានអង្គគ្នាទៅបូជាមានស្បង់ជ័យវរថ្វាយព្រឹកល្ងាចហើយមែនតែនទៅពុទ្ធរូបដែលគេធ្វើគំរូតាមពុទ្ធមេត្តាហ្នឹងមានច្រើនណាស់មិនមែនតែយើងទៅធ្វើឥឡូវហ្នឹងទេសៀមក៏គេធ្វើស្រុកណាលង្កាអីក៏គេធ្វើដែរប៉ុន្តែរាល់ពុទ្ធបដិមាទាំងអស់ដែលធ្វើហើយមើលល្មិចក៏អត់ស្រស់ដោយពុទ្ធអង្គដើមដែលកំពុងតែគង់នៅនឹងបច្ចេកដីពុទ្ធគជាដែរបានតែប្រហែលទេសូម្បីតែយើងកសាងហ្នឹងក៏ថាបានមិនថាមិនដូចទេតែបានថាប្រហាក់ប្រហែលអញ្ចឹងប៉ុន្តែឲ្យមានពលឹងវិញ្ញាណដូចពុទ្ធអង្គដើមហ្នឹងគឺអត់ទេព្រោះសម័យកាលនោះមិនដឹងអ្នកណាអ្នកកសាងណោះយើងមិនដឹងពុទ្ធហ្នឹងទេវតាអ្នកឆ្លាក់ក៏មិនដឹងព្រះអរហន្តលោកអ្នកអធិដ្ឋានមិនក៏យើងអត់ដឹងហ្នឹងហើយអញ្ចឹងនោះមនីឃើញពុទ្ធរូបកន្លែងហ្នឹងគឺដឹងតែចង់លូតជង្គង់ថ្វាយអង្គមហ្មងមិនតាន់ជ្រះថ្លាមិនតាន់ដឹងប្រវត្តិអីក៏ដឹងតែទុនកាយវិចារចិត្តហ្នឹងណាហើយដល់យើងមាសិកាអង្គមលីលោកគ្រូធម្មមេចាបាសកសេរីយមអីហ្នឹងលោកនឹកឃើញតែចង់ឲ្យគេឃើញពុទ្ធរូបជ្រះថ្លាដោយព្រះអង្គនៅក្នុងពុទ្ធគយាហ្នឹងបានតែកសាងរចនាបថនោះមកឲ្យយើងបានថាបានទៅឃើញឯនោះបានមកឃើញឯនេះទៅឲ្យស្រុកខ្មែរហ្នឹងទៅហើយថ្វាយបង្គំទៅកើតជាបុណ្យជាកុសលទៅអញ្ចឹងនឹងប្រវត្តិបើយើងនិយាយអំពីព្រះសម្មាសម្ពុទ្ធបដិមាពុទ្ធមេត្តាក្នុងអរិយាបថនិរវិជ័យណាអរិយាបថចញ្ញាបន្ថែមថាទៅពុទ្ធរូបនោះគឺកសាងមកជាងចូល 2000 ឆ្នាំហើយជាង 2000 ឆ្នាំហើយយើងអ្នក 2000 ឆ្នាំក្រោយឃើញហើយជ្រះថ្លាទុនជង្គង់អញ្ចឹងព្រះសម្មាសម្ពុទ្ធយើងប្រហែល100 ឆ្នាំហើយទេគេឃើញគេទុនជង្គង់ដែរហ្នឹងហើយបើយើងពួកយើងអ្នកកសាងព្រះណាដល់យើងងាប់ទៅវាទៅកើតទេវតាហើយមិនទៅនរកទេបើអ្នកធ្វើបុណ្យធ្វើកុសលប៉ុន្តែហើយនាំនេះទៅអបាយភូមិមិនដឹងអ្នកណាទៅឋានសួគ៌ទេរកឃើញទេវាអញ្ចឹងណាមកខំធ្វើបុណ្យធ្វើកុសលប៉ុណ្្នឹងហើយមិនបានទៅកើតសុគតិសួគ៌ទេវលោកទៀតមិនដឹងអ្នកណាលោកណាទៅ
ទៅកើតឋានសួគ៌ទេអញ្ចឹងដល់យើងកើតអ្នកខ្លះគាត់កើតទេវតាទៅគាត់មកថែរក្សាពុទ្ធបដិមាអីអញ្ចឹងទៅឬក៏បណ្ដាលឲ្យពុទ្ធបដិមាមានដែកជះមានពលឹងវិញ្ញាណអញ្ចឹងទៅមនុស្សម្នាឃើញហើយបាត់អស់ស្មារតីអង្គកោងកាចកំណាចខូខើបាយយើងមកជ្រះថ្លាគោរពប្រណិប័តฝ่ายបង្គំកើតបឹងកើតកសលនាំគ្នានាំបានធ្វើអីក៏បានថ្វាយបង្គំព្រះយកបុណ្យនៅមួយជាតិបានធ្វើទានអីក៏បានថ្វាយបង្គំព្រះម្ដងក្រន់នឹងបាននៅពុទ្ធានុសតិជាទីពឹងឯដែរអញ្ចឹងដែរណាហើយបើនិយាយពីអានុសង្ឃកសាងព្រះអស់លោកស្មាមិនដឹងទៅពណ៌នាថាម៉េចបើបណ្ឌិតពីដើមកសាងតែមរៀនចង្អុលព្រះដែលបាក់មួយអង្គអំណាចដៃជះរាប់អស់ហើយចូលយើងកសាងទាំងមូលទៅទៀតបូជាដោយរតនវត្ថុបាសិកាបាសកគ្រូធម្មចារ្យបាននាំគ្នាពុទ្ធបរិស័ទចូលគ្នាសិតហ្នឹងថ្មអត់បានចូលទេប៉ុន្តែបានចូលត្បូងមកគ្រាប់ដែរដាក់តង់ព្រះប្រជុំព្រះអនាឡោមនោះនឹងហើយបានមកក្របនោះទុកមកដូចត្រូវមិនតូចមិនធំទេល្មមនឹងភ័ក្ររបស់ព្រះអង្គនោះបានបូជាអញ្ចឹងទៅហ្នឹងហើយត្បូងស្រុកខ្មែរយើងទេអត់មានត្បូងនេះតែប៉ុន្តែប៉ុណ្ណឹងក៏គ្រាន់បើដែរហ្នឹងហើយត្បូងខ្មែរថ្លៃណាស់ណាដូចតែទទឹមនោះទទឹមមកប៉ុណ្ណឹងមិនដឹងប្រហែលលានដុល្លារទេហ្នឹងហើយណាហ្នឹងហើយអញ្ចឹងគឺហើយឥឡូវអស់ត្បូងធំហើយមាន10 20ថ្ងៃអីគេរកបាន5លី6លីអីប៉ុណ្ណឹងទេណាឲ្យធំដល់ក្រាត់អីមិនសូវតែមានទៀតទេសោះអញ្ចឹងបានចូលជាបុណ្យជាកុសលគេនឹងដែរហើយពងអកិតគិតថាគេធ្វើបានល្អហើយពុទ្ធរូបនោះហើយយកទៅតម្កល់ឯណាសមពីដើមដំបូងថាគិតចង់ដាក់នៅអគារឈើដែលកសាងក្រោយប្រាសាទព្រះអង្គប្រក់នានៅនឹងកោះនោះណាកន្លែងរូងស្បូវចាស់ហ្នឹងជួសជុលធ្វើឲ្យស្អាតបាតមកថាតម្កល់ទាំងហ្នឹងក្រោយមកថាបែបជាយកទៅតម្កល់នៅសាលាវិបស្សនាប៉ុន្តែមិនទាន់សម្រេចទេព្រោះនឹកឃើញថាក្រែងតំណងវហាលវាលពេកព្រោះសាលាវិបស្សនាយើងអត់មានធ្វើជាងទេអីទេហ្នឹងក្រែងលោយើងណែដាក់សំរុំខេងណែមិនសំគួរណាមិនសំគួរទេនោះតគិតដែរគិតថាចាំមើលធ្វើទៅវាសំមិនសំកើតអីកើតអានឹងចាំមើលគិតណាហើយគិតមកផ្លូវទៀតនោះថាបើតាអត់សំមានតែធ្វើប្រាសាទមួយដាក់ព្រះអង្គតែឯងទៅឲ្យបិទឲ្យចិត្តនិយាយរួមមិនថាមិនឲ្យគេថ្វាយគុំប៉ុន្តែដាក់ថែទាំឲ្យស្រួលបួលដូចនៅពុទ្ធកយាអញ្ចឹងណាឲ្យមានពលឹងពលះអីអញ្ចឹងហ្នឹងហើយនឹកឃើញថាតែគេចង់ថ្វាយគុំហើយដាក់ដល់ណាក៏នៅថ្វាយគុំអញ្ចឹងប៉ុន្តែបើគេមិនថ្វាយគុំហើយដាក់ចុងជើងក៏គេដើរហួសដែរមនុស្សណាប៉ុន្តែនៅក្នុងការគិតឡើយទេមិនតាន់ទេចាំមើលថាព្រះអង្គចង់ទៅនៅណាចាំយើងដាក់ទៅហ្នឹងហើយយើងជឿអញ្ចឹងទៅហ្នឹងហើយយើងជឿអញ្ចឹងថា
ចាំមើលព្រះអង្គតែចង់ទៅនៅទៅណាគង់ឲ្យបានទៅក្នុងទេគ្មានពីណាទៅនេះទេឃើញនេះឃើញដោយពុទ្ធមេត្តានៅពុទ្ធគយាទេចង់នៅទៅក្នុងមានពីណាលើកបានប្រហែលគេគម្រាមសម្លាប់កំបីមួយបំតិចយ៉ាងម៉េចនៅតែព្រះអង្គគង់នៅកន្លែងដើមអញ្ចឹងណាអញ្ចឹងជឿលើពួកទេវតាទៅមនុស្សគិតមិនដូចទេវតាគិតទេហ្នឹងហើយអញ្ចឹងហើយចាំមើលតាមជាក់ស្ដែងប៉ុន្តែត្រូវតែឲ្យសំគួរដើម្បីជាពោទីស្ថានហ្នឹងវាញ៉ាំងសេចក្តីជ្រះថ្លាហ្នឹងដែរមនុស្សយើងហ្នឹងអញ្ចឹងបានតែគេឆ្ងល់ថាវត្តសុទ្ធធ្វើស្អាតខ្លះក៏គេមិនថាស្អាតទេគេថាធ្វើមើលទៅវាំងអញ្ចឹងទៅប៉ុន្តែបើយើងស្គាល់ពាក្យវាំងហើយវត្តទេពាក្យវាំងហើយវត្តនេះវាហេតុអីបានគេហៅវាំងហេតុអីបានគេហៅវត្តហេតុទេគេសំដៅយកទីសក្ការៈឋានទីដែលគោរពព្រះបរមរាជវាំងក្តីវត្តអារាមក្តីគេសំដៅដល់ទីដែលជាទីគោរពសក្ការៈអញ្ចឹងកន្លែងទីដែលគោរពសក្ការៈគេត្រូវតែធ្វើឲ្យស្អាតបើធ្វើដូចផ្ទះអ្នកស្រុកដែរវាមិនដឹងមួយណាវត្តមួយណាផ្ទះទេបើយើងថាអញ្ចឹងធ្វើពហិដូចរោងគោទៅអារោងគោក៏ធ្វើអញ្ចឹងពហិក៏ធ្វើអញ្ចឹងទៅមិនពិបាកដល់ប៉ុន្តែខ្មែរឥឡូវជួនមិនមានយកលុយទៅធ្វើទៅវត្តមិនមែនជួឥឡូវទេបើថានិយាយថាពាក្យនឹងនាំគ្នាល្ងងថាធ្វើវត្តទៅល្ងងអត់ប្រយោជន៍ធ្វើវត្តទៅជួដូចជាអង្គរវត្តអញ្ចឹងដូនតាយើងគាត់ធ្វើវត្តធំជាងយើងទៀតអង្គរវត្តនោះណាត្បិតតែវត្តកាលនោះសម្រាប់សាសនាហិណ្ឌូអីមិនក៏ដោយសាសនាស្អីក៏ដោយយើងមិនដឹងប្រហែលថាសំខាន់នោះជាវត្តរបស់ដូនតាយើងសម័យនោះហើយមើលយើងស្រុកខ្មែរសងឲ្យបានធ្វើវត្តប្រពន្ធគាត់នោះហើយនៅទេប៉ុន្តែចេះអួតដែរតាចេះអួតថាណដូនតាអញពូជអ្នកកសាងកសាងអីចេះអញ្ចឹងដែរតាហ្នឹងប៉ុន្តែអត់ឃើញតម្លៃដែលយើងកសាងបច្ចុប្បន្នទៅវិញប៉ុន្តែថាអញ្ចឹងហើយមនុស្សយើងគេហៅថាខ្មែរយើងគេចេះខ្មែរណែកូនអាងគេឪមកទល់ឥឡូវមិនសូវបានសាងអួតអាងពេកក្រៃខ្ទខ្ទាដូចខ្ចង់មិនបានបន្សល់អ្វីបន្តទៀតចង់បញ្ជាក់ថាបានទៅអួតអារបស់ដែលវាមានពី1000ឆ្នាំមុនពីប្រមាណ100ឆ្នាំមុនណាបើអត់ដល់នេះធ្វើទុកឲ្យកូនចៅក្រោយនោះបានមើលអីបន្តទៀតទេហ្នឹងហើយណាអញ្ចឹងបានតែដូនតាយើងក៏សាងមករហូតមិនដែលចប់ត្រឹមកវត្តនោះទេប៉ុន្តែវាអកុសលអាត្មានិយាយទៅវាជាប់តែរឿងដដែលថាវាសង្គ្រាមណាព្រោះកាលសម័យលោកពោតហ្នឹងទៅមិនដឹងថាមហាលួតផ្លោះមហាអស្ចារ្យមហារុងរឿងមហាភ្លឺស្វាងហ្នឹងវាខ្ទេចអស់ទៅវត្តអារាមដែលល្អអីបណិតហ្នឹងវាបាត់អស់ទៅណាហើយយើងគាត់ពីដើមធ្វើស្អាតដែរតាប៉ុន្តែដល់លោកពតបាយអស់ទៅណាហ្នឹងហើយដល់ទៅវាបែកពីសង្គ្រាមមកវាទី1វាក្រផងទី2វាអស់អ្នកចេះធ្វើ
ទៅធ្វើមិនសូវបានស្អាតទេអញ្ចឹងហើយវាកតិកធុខ្លះអញ្ចឹងទៅណាប៉ុន្តែមកដល់សប្ថ្ងៃនេះបើឲ្យតែធ្វើមិនកើតនោះវាអត់ទេវាល្មមនឹងនាំវាធ្វើកើតណាដូចវត្តសុទ្ធអញ្ចឹងវត្តនេះអញ្ចឹងគេល្បីថាស្អីស្អីអញ្ចឹងទៅប៉ុណ្ណាសួរថាតែកើតមកហ្នឹងធ្វើម៉េចបានលឿនម៉េះហើយស្អាតអញ្ចឹងមកប្រាប់ល្បិចដែលធ្វើបានណាហើយវត្តណាចង់ធ្វើកន្លែងណាចង់ធ្វើតាមធ្វើទៅបើមានល្បិចមួយនឹងគេហៅឧបាយទេនិយាយពាក្យព្រោះគេហៅឧបាយបើនិយាយខ្មែរថាល្បិចចឹងហ្នឹងហើយប្រទេសណាទៅថាឧបាយវត្តដល់និយាយទៅថាល្បិចអីគឺសាមគ្គីវត្តនឹងរក្សាសាមគ្គីបានតែចេះតែកើតហ្នឹងណាអញ្ចឹងបើយើងសាមគ្គីធ្វើអីក៏បានដែរប៉ុន្តែបែកបាក់ហើយមានទ្រព្យសម្បត្តិបលកោតក៏ធ្វើអីអត់ចេញដែរអញ្ចឹងឧបាយឬក៏ល្បិចដែលញ៉ាំងប្រយោជន៍នឹងឱកាសគឺសាមគ្គីអញ្ចឹងបានគេចេះថាដែរព្រះអង្គច័ន្ទមនីមិនក៏មិនទេសនាពីធម៌ពីអីទៅនិយាយតែពីសាមគ្គីដដែលណាអាត្មាក៏ថាចេះប្រាប់យើងទាំងអស់គ្នាណាតែសាមគ្គីគ្នាមិនចេះផងទៅចេះធម៌អីចេញហ្នឹងស្ដាប់ធម៌អីកើតឃើញសាមគ្គីនឹងជាធម៌ហ៎សាមគ្គីហ្នឹងតបោសុខោការដែលនាំមកនៅសាមគ្គីគឺនាំមកនៅសេចក្តីសុខនឹងជាធម៌ត្រង់សត្វលោកនោះហើយបើស្ដាប់ធម៌នឹងមិនយល់ទៅហើយទៅរកស្ដាប់ធម៌ឯណាយល់ទៀតអាម៉េចពងអង្គុយឲ្យហោះហើយអាម៉េចសួរគ្នាយើងណាសួរឲ្យគិតទេអញ្ចឹងសាមគ្គីនឹងជាធម៌ហ่าណាអញ្ចឹងសាមគ្គីកើតបានអញ្ចឹងណាហើយពួកយើងនឹងសល់គេសល់ឈ្មោះឲ្យដល់អ្នកអង្គរនោះយ៉ាងច្រើន100ឆ្នាំអីគេមកស្ញើចហើយថាអូវត្តហ្នឹងដឹងវាពុទ្ធបរិស័ទទៅស្រស់ស្រួលគ្នាយ៉ាងណាទៅបានតែធ្វើបានល្អបានស្អាតអីអញ្ចឹងហើយបើគេមើលអាតាមចរិតដែលយើងស្លាក់ទុកថ្មទៀតអូដល់ធ្វើតែប្រហែលឆ្នាំទៅវត្តហ្នឹងអញ្ចឹងបរិស័ទហ្នឹងបើទោះតែគេអត់បានឃើញទិដ្ឋភាពឥឡូវហ្នឹងក៏គេសម័យដែរដូចយើងសម័យអង្គរអញ្ចឹងណាយើងទៅលេងអង្គរវត្តចំណាយអង្គរវត្តហ្នឹងទៅកសាងរបៀបម៉េចទៅបានល្អបានស្អាតអញ្ចឹងណាហើយអានឹងហើយដែលវិសលជាកេតនភ័ណ្ឌទុកបន្តដល់មនុស្សជំនាន់ក្រោយជាសម្បត្តិរបស់ជាតិជាបុណ្យជាកុសលក្នុងព្រះសាសនានេះវាសរុបមកវានៅអត់ចោលទៅណាទេអញ្ចឹងបានតែខ្ញុំកណាអាត្មាភាពនោះណាអត់ចេះសំមានសំបានទៅណាទេយកគ្រប់យ៉ាងដែលអស់លោកបូជានឹងមកកសាងជាវត្តហ្នឹងអស់លោកដឹងហើយអ្នកធ្លាប់អញ្ជើញមកតាំងពីវត្តយើងនៅព្រៃនៅផ្សៃដីមានតែ60 អាតាអ្នកដីត្រឹមកែងលបងហ្នឹងទេហើយមកដល់ត្រឹមនេះបន្ទប់ទឹកដែលគេវាយចោលហ្នឹងមិនទាន់អស់ផងទេប៉ុណ្ណឹងហើយទៅទឹកហ្នឹងត្រឹមពហិហ្នឹង20ចិត្តទៅក្រោយមកយើងដើរសប្ងៃដើរហត់ស្មើហ្នឹងដើរតែមកជុំនឹងក៏ហត់ដែរដីយើងណាដីវត្តណាយើងទិញថែមតែហ្នឹងហើយយើងក៏សាងហ្នឹងសួរថាយកទៅណាខ្លងវត្តនេះគេអត់មានដាក់ឈ្មោះថានេះជាសម្បត្តិ
របស់ព្រះអង្គច័ន្ទមនីបើថ្ងៃក្រោយលោកងាប់បាត់ទៅមានកូនមានក្មួយមានចៅអីត្រូវចែកវាអត់ទេវានៅជាសម្បត្តិរបស់រដ្ឋសម្បត្តិរបស់រដ្ឋថ្ងៃក្រោយទោះតែវត្តនឹងលែងមានលោកឧទាហរណ៍ថា1000-2000ឆ្នាំក្រោយគេវាអស់អ្នកបួសណាក៏រដ្ឋគេនៅតែថែរក្សាទុកដាក់អីចឹងបើយើងធ្វើបានស្អាតណាបើយើងធ្វើកកិច្ចកគោគេមិនខ្វល់ទេទុកឲ្យដោះចោលអីចឹងទៅស្មៅដោះចោលដើមឈើដើមព្រៃដល់យើងធ្វើស្អាតទៅមិនជាក៏គេថែរក្សាយកទៅជាសារៈមន្ទីរជាអីចឹងទៅណាបើយើងមានសពមានគ្រប់ហើយប៉ុន្តែអាត្មាថាកសាងវត្តហ្នឹងមិនប្រាថ្នាអីទេតែបានត្រឹមតែ500ឆ្នាំហ្នឹងក៏យកទៅឲ្យទៅបាននៅទៅហ្នឹងជាសម្បត្តិនឹកឃើញថាឲ្យកូនចៅខ្មែរជំនាន់ហ្នឹងមានរបស់មើលរបស់ធ្វើមកសពថ្ងៃអត់ទេណាបើគេមានលុយធ្វើផ្ទះគេសុខចិត្តធ្វើផ្ទះបែបអឺរ៉ុបមកអស់ពី3លានណាបើគេមិនធ្វើបែបខ្មែរអីទេយូរមានមួយអីចឹងទេសូម្បីតែផ្ទះនៅទីក្រុងភ្នំពេញដែលគេធ្វើទាំងជុងទាំងល្វែងហ្នឹងគេមិនធ្វើម៉ូដខ្មែរអីទេអត់ទេមិនចឹងណាគេធ្វើម៉ូដណែអ៊ីតាលីម៉ូដអីចឹងទៅហើយនំនេះទៅទិញនៅទៅអញ្ចឹងវប្បធម៌យើងហ្នឹងវាទៅនៅឯណាវាមានតែផ្ញើខ្លួននៅនឹងវត្តហ្នឹងហើយសាលារៀនគ្រាន់តែជាឃ្លាំងចំណេះដឹងទេប៉ុន្តែសាលារៀនអត់បានថែអត្តសញ្ញាណវប្បធម៌ប្រពៃណីទេណាអញ្ចឹងវត្តអារាមទេជាអ្នកដើរតួសំខាន់ក្នុងការថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់និងអត្តសញ្ញាណជនជាតិប៉ុន្តែវាចេះតែមានគេទើសគេទាស់តេះដៀលពុទ្ធសាសនាអីចឹងទៅប៉ុន្តែនឹងល្បិចគេទេណាគីឡូមើលសិនចាំមើលបើគេដៀលពុទ្ធសាសនាមានពីណាចំទាស់អត់បើគេបំបត្តិពុទ្ធសាសនាបានហើយថ្ងៃក្រោយគេបំបត្តិអត់ទេគេបំបត្តិមុនបំបត្តិជាតិបានគេបំបត្តិមហាក្សត្រទៅហ្នឹងហើយអញ្ចឹងបើហ៊ានតែគេបំបត្តិសាសនាបានគេមកក៏បំបត្តិមហាក្សត្រហើយហ្នឹងល្បិចគេអញ្ចឹងហើយយើងកុំពុទ្ធស្រុកខ្មែរ3ជាតិសាសនាមហាក្សត្របាត់តែមួយក៏រឿងដែរយើងធ្លាប់ហើយតាមកធ្លាប់និយាយម្សិលមិញហើយអស់លោកបានស្ដាប់ក៏បានស្ដាប់មិនបានស្ដាប់ក៏និយាយម្ដងទៀតថាមើលទស្សវត្សឆ្នាំ70មើលគេបំបត្តិតែមហាក្សត្រទៅទាំងអស់សាសនាជាតិដណ្ដើមបដោយហើយដល់ឥឡូវនេះយើងគុំមកវិញតាំងពីឆ្នាំ90មកដល់ឥឡូវទស្សវត្ស90ដល់ឥឡូវគេគុំព្រះមហាក្សត្រមកវិញគេគុំសាសនាមកវិញជាតិយើងរុងរឿងដោយសពថ្ងៃបើទោះតែមានសត្រូវគេពៀធាមិនក៏នៅតែឈររឹងមាំបានអត់បបាលហេមលហាមហត់ទីជោគអត់មានអញ្ចឹងជាតិយើងមិនបានទេណា3ហ្នឹងបើសិនតែ3ហ្នឹងអត់ប្រយោជន៍គេអត់ចងជារដ្ឋធម្មនុញ្ញទេណាដោយសារតែ3ហ្នឹងសំខាន់ណាជាតិសាសនាមហាក្សត្រណាអញ្ចឹងកុំតាមគេណាដែលគេតេះដៀលថានាំគ្នាធ្វើព្រះកសាងព្រះអត់ប្រយោជន៍អីហ្នឹងអាត្មាខ្សឹបបន្តិចជាងធ្វើព្រះអង្គមួយអង្គហ្នឹងជួនកាលអស់ស្មើស្រាគេមកដបទេណាអាចគេកោះម្ដង3 4ដបគេអត់ខ្លាចក្រទេបើតែគេមកជេរយើងថាណាមានក្រនឹងធ្វើព្រះអត់ទេហ្នឹងហើយពុទ្ធបរិស័ទយើងទាំងអស់គ្នាក៏មិនមែនតាន់ដល់ថ្នាក់លក់ផ្ទះលក់សម្បែងយកលុយទៅកសាងវត្តអាត្មាមិនតាន់ជឿទេលក់ដែរលក់ដីដែលវាសល់វាអីចឹងទៅដែលទិញទុកចំណេញទុកអីទៅផ្ទះនៅតែមាននៅចឹងទេណាហ្នឹងហើយ
ហើយយើងអត់ទេហើយធ្វើពិហាមួយពេលខ្លះថោកជាងឡានគេមួយទេណាបើមនុស្សគេហៅថាឲ្យតែទាស់ឲ្យតែមានទាស់ដែរណាកុំឲ្យថានៅស្ងៀមអត់អំពើទាស់លោមើលក្រែងលោគេតាមណាបើយើងកុំតាមកុំនាំនេះតាមពុទ្ធសាសនានេះថែរក្សាដល់គេជាយើងច្រើនតាពុទ្ធសាសនាហ្នឹងតែកសាងវត្តអីមិននាំគ្នាប្រឹងធ្វើសាលារៀនធ្វើមន្ទីរពេទ្យតែឥឡូវសួរដូចឆៅពុទ្ធសាសនានៅក្នុងស្រុកខ្មែរយើងប្រហែលឆ្នាំហើយរាប់ពាន់ឆ្នាំហើយណាហើយកាលនៅស្រុកខ្មែរមិនទាន់មានសាលារៀននោះដូនតាយើងទៅរៀនឯណាមានអីពិបាកយល់ដឹងយើងមានអីពិបាកយល់មើលព្រោះសាលាយើងនឹងវាមិនត្រឹមតែមានប្រជាង100ឆ្នាំហ្នឹងទេណាពេលបារាំងគេចូលស្រុកយើងណាគេឃើញសាលារៀននៅអំបត់អញ្ចឹងគេពិបាកគ្រប់គ្រងណាអញ្ចឹងគេត្រូវតែធ្វើមនោគមយ៉ាងម៉េចទាញសាលារៀនឲ្យចេញផុតពីវត្តមកដើម្បីស្រួលគេគ្រប់គ្រងមនោគមវិជ្ជាឲ្យយុវជនហ្នឹងងាកចេញពីសាសនាទៅគេស្រួលបង្វិលហើយវាជាប់មកដល់សប្តាហ៍ចាប់ដល់សប្តាហ៍មកក៏ប្រាប់ថាឲ្យទៅអង្គុយយកពីដើមសាសនាចេញពីវត្តហើយធ្វើមេឃុំក្តីមេខេត្តក្តីសិស្សកូនសិស្សលោកហ្នឹងហើយអញ្ចឹងចរិយាមយាទចុះបបាក់ពីលោកតាំងពីក្មេងហើយដឹងការគោរពប្រណិប័តលើកដៃសំពះចាស់ទុំអីតាំងពីលោកនៅកៅជប់ឥឡូវដល់លោកទៅធ្វើជាវាយខែលោកមានភ្លេចអរិយាប័តហ្នឹងអីលើកដៃជំរាបសួរសំពះចាស់ទុំឃើញចាស់បន្តិចគោរពអោនលំទោនទោះតែសាក់លោកដល់បុណ្យជាមេខេត្តមេស្រុកដែរប៉ុន្តែអចរិយាមយាទនៅតែហ្នឹងប៉ុន្តែឥឡូវយើងនេះតាំងពុទ្ធសាសនាជាសាសនារដ្ឋមែនប៉ុន្តែយើងសាលារៀនអត់នៅជាមួយនឹងសាសនាឬក៏ថាពីរនេះអត់បានអោបកសោបគ្នាដិតដល់ទេមនុស្សវាទៅជាកឡោកកលែងដូចក្មេងអត់គ្រប់ខែអញ្ចឹងណាវាមានរូបមានរាងអីល្អមើលដែរប៉ុន្តែវាអត់ដឹងខ្យល់អីទេល្អតែរូបអញ្ចឹងណាមើលទៅល្អហ្នឹងប៉ុន្តែក្មេងអីស្អាតមនុស្សឥឡូវវាស្អាតផងពីដើមចេះខ្មៅកញេះមកភូមិរសមួយមិនឃើញដល់ឥឡូវនាំនេះសស្គូសទាំងប្រុសទាំងស្រីស្អាតអើយស្អាតបើនិយាយតាដើរឲ្យជិះមិនស្រួលបុកធ្លាក់បលាយឥឡូវនេះចំណាងហើយចេះមានច្បាប់ថាបុកមនុស្សបុកអីទៅមានទោសបើគុំអីនិយាយដើរទៅទឹងផ្លូវហ្នឹងវាបុកទម្លាក់ផ្លូវអស់ហ្នឹងណាមែនទេបើគុំមានច្បាប់សាកមើលដើរទៅទឹងទៅតែងហ្នឹងវាបុកទម្លាក់នេះអស់ទៅអាហ្នឹងមកពីអីមកពីអភិសមាចារណាសិលធម៌ហ្នឹងវាធ្លាក់ចុះណាពីដើមកូនស្រីណាក៏ហ៊ានមាត់ធំដាក់ម្ដាយឪពុកឥឡូវគ្មានទេម៉ែឪដើមស្រួលកូនជេរផ្អើលឥឡូវហើយជេរដើមស្រួលជេរម៉ែឪឯងដាក់តាមទូរស័ព្ទឲ្យគេមើលទៀតនោះក៏មានដែរណាយើងពីដើមណាហ៊ានចុងណាមកណាគេបុរាណលោកជេរពាក្យមួយលោកជេរលេងទេមនុស្សសម្បូរសិទ្ធសេរីស្រីសម្បូរកើតសំផឹងលោកជេរទេណាមិនមែនអាត្មាទេមិនពាក្យអាត្មាទេគេថាមនុស្សសម្បូរសិទ្ធសេរី
ស្រីសម្បូរកើតសម្ផឹងលោកចង់និយាយថាដល់តែឲ្យសិទ្ធច្រើនពេកទៅណាណាក៏សិទ្ធណាក៏សេរីទៅវាលែងមានដឹងពីណាត្រឹមត្រូវពីណាមិនត្រឹមត្រូវអីអស់អត់ទេរំឃើញហ្នឹងហើយនិយាយចេះបែកចឹងមកអាត្មាថាអត់ទេទេនិយាយវិញស្រួលស្រួលលើកទេទៅវាទៅតែមកផ្លូវពិបាកប្រាប់ណានិយាយតែសំណាងឥឡូវហ្នឹងវាគេហៅថាអត់សូវសម្បូរអ្នកចេះមុនអាគុំអូមអាមអីណាបើសិនតែសម្បូរដូចពីមុនវិញហ្នឹងអ្នកត្រូវអំពើត្រូវស្នេហ៍នេះចង់រត់ទឹកនោមព្រមចារីឲ្យផឹកមិនដឹងរយណាទេឥឡូវហ្នឹងហ្នឹងហើយមកពីដើមគ្រូដែលគេដោះស្នេហ៍ដោះស្នូកអីហ្នឹងកាលណាដែរវាផឹកទៅបាទស្នេហ៍ហ្នឹងវាខ្លាំងពេកមើលមិនជាមានតែគេយកទឹកនោមកន្លោះកមុំព្រមចាត់គេអត់យកទេកូនក្មេងហ្នឹងគេយកកន្លោះកមុំទៀតយកកន្លោះកមុំព្រមចារីយកមកផ្សំមកអីកំឡោចជាមួយដីអង្គលដីអីឲ្យផឹកអញ្ចឹងណាបាទឡើយរំបានទេបើឲ្យបូលពងមន់មកភូមិដួលទាំងអស់បងនឹងអត់ឈរទេវានៅដែរវាមានតិចតួចមិនថាអស់ទាំងស្រុងទេបើកាន់តែថាបាទវាពិបាកបាទបាទនឹងសិលធម៌ហើយសិលធម៌នឹងវាមកពីអីហើយវាមកពីមនុស្សឆ្ងាយពីសាសនាហើយពេលខ្លះហ្នឹងមនុស្សដែលនៅក្នុងសាសនាហ្នឹងអត់ព្រមធ្វើគំរូឲ្យគេដែរពេលខ្លះណាបំមែនបន្ទោសថាអ្នកដែលគេមិនក្រៅទេអ្នកក្នុងវត្តហ្នឹងក៏ពេលខ្លះហ្នឹងឆ្លោះគ្នាសម្បើមណាស់ដែរហ្នឹងណាវត្តខ្លះបើជុលឆ្លោះគ្នាណោះផ្អើលដល់ប្រអិនណាហ្នឹងហើយអញ្ចឹងបានអាត្មាថាល្បិចដែលកសាងវត្តនឹងឲ្យកើតវាមានតែសាមគ្គីនឹងទេតែបែកបាក់គ្នាហើយអត់ទេស្អីក៏អត់គង់ដែរហ្នឹងហើយវត្តប៉ុណ្ណឹងសាមគ្គីគ្នាវិញជាធ្លុងមួយយ៉ាងម៉េចនៅចង់ពិបាកចុះតម្រាំតែបែកបាក់គ្នាទៀតនេះនឹងចឹងវត្តអារាមមានបព្វធម៌ប្រពៃណីហ្នឹងរក្សាចឹងមកគេឆ្ងល់ទៀតណាតែទេបែបវត្តសុទ្ធហ្នឹងធ្វើស្អាតហ្នឹងចូលចិត្តទៅធ្វើរបៀបសៀមអញ្ចឹងអាហ្នឹងមនុស្សគេហៅថាមនុស្សមកទេអាត្មានេះស្គាល់ច្បាស់ណាស់ស្អីសៀមស្អីខ្មែរហ្នឹងហើយស្គាល់ច្បាស់ណាស់ប្រក្រនដែររបស់យើងវាបាត់ចាំមើលអាត្មានិយាយឲ្យស្ដាប់រឿងសៀមខ្មែរវត្តព្រះស្រីរតនារាមឬព្រះស្រីសាស្តារាមនៅក្រុងទេពមហានគរសោកថ្ងៃឯណាពីណាធ្លាប់ទៅស្រុកសៀមនោះឃើញហើយវត្តបកែវមួយរកត់ក្នុងវាំងនោះណាយើងថាវត្តនោះវត្តថៃហ្នឹងណាវត្តសៀមបើដើមរឿងអញ្ចឹងទេប្របាទព្រះហរិរៈអង្គឌួងនេះលោកកសាងវត្តមួយនៅក្រុងឧដុង្គឈ្មោះថាវត្តចតុទិសហើយលោកកសាងព្រះវិហារចតុទិសនឹងមួយយ៉ាងប្រណិតចំណាយទ្រព្យសម្បត្តិកាលនោះ
70000 រៀលជាង 70000 រៀលបើគុណមកដល់លុយសប្ងៃវាប្រហែលជា 7 លានដុល្លារគិតលុយឥឡូវណាប្រហែលប៉ុណ្ណឹងហើយលោកកសាងវត្តនឹងល្អប្រណិតណាស់ដល់តែធ្វើហើយសៀមទៅឃើញវត្តនឹងស្អាតគេសុំយកជាងពីនឹងទាំងអស់ទៅធ្វើវត្តប្រស័យសាស្តារាមនឹងទៅអញ្ចឹងវត្តនោះជាងខ្មែរអ្នកធ្វើទេរចនាបថអីខ្មែរទេប្រកបណាក្រោយមកគេបន្ថែមបន្ថយអីទៅទួចផកគេណាប៉ុន្តែពហិចាក់ទៅទិសយើងសង្គ្រាមវាខ្ទេចអស់ទៅក៏វាអត់មានដាមយ៉ាងណាយ៉ាងហើយដល់តែពេលខ្លះអាត្មាកោះកកាយធ្វើឡើងវិញទៅគេថាអានោះយកលំនាំតាមសៀមអីចឹងទៅអាហ្នឹងគេហៅថាកូនបើកូនគេហៅកូនឥតពូជយ៉ាងម៉េចរបស់ឯងអត់ស្គាល់អានោះបើគេជេរថាអត់ពូជណាកូនឥតពូជអត់ស្គាល់ខ្លួនឯងផងដូចតម្រាយន់អីហ្នឹងសើពីខ្មែរយើងតើបើសៀមទេគេអ្នកយកទៅធ្វើយកអីប៉ុន្តែជួកាលនោះមិនមែនសៀមធ្វើទៀតខ្មែរយើងកាលនោះខ្មែរយើងធ្វើទេ700-800ឆ្នាំមុនអីខ្មែរយើងធ្វើទេប៉ុន្តែដល់តែឥឡូវវានៅដីសៀមនិយាយស្រួលស្ដាប់ចេះទៅហ្នឹងបើយើងនិយាយទៅសៀមនោះមានដីធំណាស់ដល់ប៉ុណ្ណឹងដីខ្មែរយើងលឹះពាក់កណ្ដាលផងហ្នឹងហើយមើលអតីតខេត្តខ្មែរណានគរស្រីធម្មរាជណាជ័យភូមិពិស្ណុលោកកញ្ចនបុរីស្រះកែវបាងកកកញ្ចនបុរីលំបុរីច័ន្ទបុរីណាស្រីសកេតពិស្ណុលោកខេត្តនគរភ្នំនគរសវណ្ណនគរបឋមបាងកកខេត្តបុរីរំខេត្តនាងរងខេត្តបទុមធានីខេត្តឧបលរាជធានីមិនសាមមិនលើសបើស្មារាប់វាកិច្ចបន្តទាញនេះមកកាត់លើសហ្នឹងហើយសិតតែខេត្តខ្មែរតើចុងរបស់កាលនោះខ្មែរអ្នកធ្វើទេប៉ុន្តែសប្ងៃវានៅដីគេដល់គេអត់មានសង្គ្រាមអីគេអត់តិចខ្ទីទៅដល់យើងនេះថាអូធ្វើអញ្ចឹងផុសសៀមផុសអីអាហ្នឹងគេហៅកូនឥតពូជហើយមិនស្គាល់កំណើតខ្លួនឯងមិនស្គាល់វប្បធម៌អីខ្លួនឯងណាដូចអាគារនេះអីមិនមែនអាគារសៀមទេអាគារយើងទេបើទៅលើវាបាត់តែគេលែងធ្វើទៅស្មាចេះរើសមកធ្វើទៅបានគេកវត្តចោលរបស់តែអត់ឃើញហើយបើថាគេកវត្តចោលហើយវាបាត់ហើយមិនយ៉ាងអញ្ចឹងមកចេះតែកោះមកធ្វើវិញមកហើយមិនស្រួលទេលោកឲ្យធ្វើនំកែកុនប្រយ័ត្នណាមកឲ្យទេមកឲ្យថាស្អីផុសគេស្អីផុសយើងត្រូវដឹងគឺលបងយើងអញ្ចឹងណាខ្លះគេថាអញ្ចឹងមែនទេយកពីប្រាសាទទៅព្រំមកទៅលោកទៅមើលបើថាខុសស្មើឲ្យយកដុំថ្មមកគប់បើខុសតែស្លឹកសីមាទេដោយសារស្លឹកសីមាប្រាសាទតែព្រំគេធ្វើឆែកអាត្មានឹកឃើញថាធ្វើឆែកបើយើងធ្វើស៊ីម៉ង់គេវាឆាប់បាក់ស្លឹកស្ដើងណាអញ្ចឹងធ្វើមូលអញ្ចឹងទៅដោយស្លឹកពូអញ្ចឹងទៅដោយស្លឹកសីមាវិហារទៅនៅបានយូរមាំផងប៉ុន្តែតួលបងកំផែងលើក្រោមជើងកោសលើក្រោមអីយកតាមសាទអាយ័នសាទតព្រំមិនបាយ័នទេប្រាសាទតព្រំណាប្រទេសក្តីអីហ្នឹងដូចគ្នាទេមកជុំហ្នឹងជាមួយនឹង7ល្វែងអីណាលោកទៅមើលទៅណាអញ្ចឹងខ្លោងទ្វារអីហ្នឹងគេហៅខ្លោងទ្វារមកុដម៉ូតខ្លោងទ្វារហ្នឹងណានោះដូចមកុដសត្រាអញ្ចឹងមុខហ្នឹង
một năng à hay là clown thuê chùm hiến ấy đây mà có sạch tray dân khi mình các bằng nhé nè lại từng thứ hai nè cái hai clown thuê mà có bờ sân này miên nó mà ở thơ đây để sao vậy bàn thưa nâng chờ thao mấy công thơ đôi kia đó rồi miên bên tập bên đấy tập thơ đôi thơ ấy thơ là bo để bắt đúng không nằm bơi cái khơi là một mình mà đặt lên trên tới cái chế là tha thơ đôi vàng được ấy cho mình thì đài là bọc để bắt chạy từ thưa màu miên màu bình màu vậy mà thưa sát có cái aram đấy nữa aram nó cái xa bà lây đấy nè và khmai prai tha suôn cho ba nâng nè sầm đào lư suôn cho ba nâng ngay aram nè khơi nông công ty đây ca đấy đẹp sầm đai pi vót cả lan tạ nơi vía pasathan đó lục bạch chẹt thà vót nâng côn rồi bo sập đai tôm pi xa ọt chẹt lá đấy nè bàn tay đào pi tay vót khơi vót đông sát đôi nằm tờ vót nổi xiên miền ca miền lục chơ miền xuân miền ấy sát bát sát tờ vót du sẽ đạp thôi đấy chẹt lá đấy chẳng bạn đấy dương thừa vọt nó từ tam phút là phải nhát phút là vì nay ở và ban là o và nđất chất xong chia ra bây giờ từ vọt áp sát dương thảm vọt nó lục chia lại anh chụp tới vai lật chơi cầm bao xà la cầm bao anh chụp tới vọt đó ngay dương đâm để thành dần đó rồi vọt xong áp sát dương từ từ hình sát không từ kia đây chứ mà thà lời lục nó vợ ăn miếng mẹ nát để lòng phốt hỏi từ cọp ăn chia sài mà nộp bàn đen chứ mà thuê riêng đấy cầm trời từ nhưng mà là vọt không na bao sum át bên đây còn là tha và pi năm ấy tiết nó bàn riệp rồi và lâu dừng máu tới nơi bằng nơi ấy để sao áp trong hơi nó cứ này bằng chân miên áp ấy rồi từ nơi bàn pha trên tại oi mà nó tới nơi scott tới rồi nông việc sâu sọc mốc rồi sả la tới nơi màu pin tới cao tụng sọc chất ấy tới màu mưa còn ngọc mưa sạch ấy tới việc click ra đài mà play trong đài ngày những mà play nó chui play chặt dương ban đấy nè nòng kia chi la nòng lên nòng té nó khơi chặt đó khai bằng on cái phần là đầu tập pé màu vọt mà play đó nó cái này sát và play tới sọc mà play nâng đài nâng hay bon rồi nâng bây giờ anh đâu kia nó smoke hay màu vọt smoke tiết chào bạn chắc bạn là vọt dương đấy đó mình hay thấy bạn là thà vọt dương mà bây giờ từng ọc nên nè có sang vọt dương đi ọt rình khi ọt khốt na ấy thế tăng bị ơi máu nó mà ọt đại từ khốt na rình kia ấy thế cha cả nạ ca mà ca vọt có ọt hiền đại rồi nó khơi thành cha clip bông của bà chất hướng ọt lên bằng cái chùa sẽ khóc màu đa lên vọt oi của cha là đào màu vọt đó vọt họ tờ rình kia khô na thế nếu hết là bà chất đó thế đang ban ấy cho bon lục nó đang chẳng áp tức mặt chẳng bị đau mà áp đấy đang bắt khát mà áp oi rình kia khô na ấy thế vẫn nói chơi tầm miên chẳng là cao tam sát thiên lúc đấy có sang tàu sát thiên đó này dư từng ọc những bạn còn nào men bộc cô nam mà nè theo tới bán thì áp tiền cứ từng ọc này
ហើយអាត្មាក៏អត់ចេះសំយកមានយកបានទៅណាដែរតែអញ្ចឹងចេះតែប្រឹងចាត់ចែងកិច្ចការងារអស់នឹងឲ្យវាទៅអញ្ចឹងបានវត្តយើងនេះចំណូលនោះវាមានពីរតែអស់លោកចូលតែរឿងហ្នឹងមិនមែនទេសនាទេណាមកប្រាប់ឲ្យនិយាយគ្នាទេបានតែនិយាយដល់រឿងហ្នឹងពុទ្ធស្មាខាននិយាយយូរហើយទេសនាសពថ្ងៃ
នោះនៅមានឡានជិះនៅមានម៉ូតូជិះនៅមានទូរស័ព្ទប្រើទិញរបស់របរហូបចុកអីពេញមាត់ពេញកដល់ឡើយអញ្ចឹងតែប៉ុណ្ណឹងទេវាច្រើនមកច្រើនបាក់ទៅទៀតនោះក៏លេខទៅ30-40ឆ្នាំមុនមកបានទៅខុសគ្នា70 ដងហើយយ៉ាងយើងមើលតែការស្លៀកពាក់40ឆ្នាំមុនហើយហ្នឹងឥឡូវហ្នឹងខុសគ្នា70 ដងមិនខុសគ្នា10 ដង20 ដងទេហើយគ្រឿងហូបចុកហ្នឹងក៏ខុសគ្នា60-70 ដងដែរពីដើមគ្មានតែពីកាលនោះណាគ្មាននំចំណីអីមកសល់កូនផ្ទះទេឥឡូវហ្នឹងcòn làឆ្កែហ្នឹងស៊ីឆ្ងាញ់ជាងយើងកាលនោះទេប៉ុន្តែកាលនោះក៏នៅតែយើងធ្វើបុណ្យមានអត់ទេនៅសម័យដែលបាទប៉ុណ្ណឹងហើយនៅតែពុទ្ធសាសនិកគេធ្វើបុណ្យកើតចុះឥឡូវហ្នឹងនៅតែធ្វើបុណ្យកើតចូលតែគ្នាអញ្ចឹងរឿងបុណ្យនេះជាការចែករំលែកនៅវត្ថុដែលខ្លួនមានដោយសេចក្តីជ្រះថ្លាចំពោះព្រះរតនត្រ័យហើយក៏ធ្វើទៅមិនបានតកតងគ្នាជាមួយនឹងសេដ្ឋកិច្ចមានក្រស្អីនោះទេបើអង្គុយចាំតែមានហើយនឹងធូធាបានធ្វើបុណ្យកើតហ្នឹងព្រោះតែថ្ងៃណាមានគ្រប់គ្រាន់ដែលយើងថាយើងតាមស្ដីដែលយើងចង់បាននោះណាព្រោះសេចក្តីមានហ្នឹងវាមិនចេះគ្រប់ទេអញ្ចឹងហើយយើងจะគ្រប់គ្រាន់ដូចម្ដេចបានវាចាំគ្រប់ហើយបានធ្វើដល់ថ្ងៃណាគ្រប់មកជាតិនេះណាអង្គតែពីដឹងក្តីរហូតដល់លះលោកនេះទៅវិញឲ្យគ្រប់ទេសាមានឡានជិះមួយមើលចាំមាន2បាក់2បានតែមួយឆ្នាំយ៉ាងបាន3ហើយទេថា3នោះជាគ្រប់ទៅទៀតបើសិនតែមនុស្សម្នាក់ជិះកាឡាមួយគ្រប់នោះគេលុបអាចទេឡានតែអ្នកមានលុយទៅមកផ្ទះអ្នកខ្លះដល់1000-2000គ្រឿងក៏មានដែរអត់គ្រប់មកពីគ្រប់ណាចាំថ្ងៃណាគ្រប់ក៏ប្រចាំថ្ងៃគ្រប់បានធ្វើបុណ្យហ្នឹងតែថ្ងៃណាទេយ៉ាងមនុស្សយកលេសទេយកលេសលោកតែតាទៅបានធ្វើបុណ្យទេយកដីនឹងប្រមាណកន្លែងមកទៅលក់រត់ថ្ងៃមិនបានមានលុយធ្វើបុណ្យរត់ណាតែបើអត់ទេបើអត់មានពាក់ព័ន្ធគ្នាទេព័ន្ធនឹងទឹកទីតាមណាយើងមានសេវាគ្រប់គ្រាន់ហើយអ្វីក៏ទៅរួចទាំងអស់ដូចថ្ងៃនឹងអញ្ចឹងណាការប្រគិនទៅវត្ថុពោះរក្សាចំនួន80វ៉ាមានតែពឹងផ្អែកលើមនុស្សតិចមនុស្សច្រើនអីต้องផ្អែកទៅលើតែសទ្ធាហ្នឹងគេសទ្ធានឹងមានគ្រប់បរិបូរណ៍ហើយយើងក៏ធ្វើបុណ្យទៅបានបាយជាតិទៅបានដូចថ្ងៃនេះយើងចែករំលែកនៅអ្វីដែលយើងមាននៅក្នុងដូចកមី
thì ông nó có mình biến mà thầy thầy cũng thế nó rất bị biến chân cho là gì sạch rồi ba dương chạy chạy ba đào trả lời dương mình chỉ sạch được cả một tí chứ lúc giống với cuộc đời phần cái chết mà lúc ở đây để ở chết học xong đấy việc chết việc chống nó mình tên thứ dương theo tụi tôi qua bên giống đó màu bị dương con hay cái học con trong chết trong cho nó mang được hai cái được bắt nó sẽ có được bên tên học lúc ông này mình nè con hai spy ấy rồi mà chưa ông tớ cái sập từ bên giờ cả áo con em tớ nó sâu lắm hay lo cần mình nè liên là đây đục đây ấy ra nó sập từ liên là một trần mà dần lên ngái để giữ cái thầm cái bạn này kìa trên dưới của thu được thông tôi thì mất tuổi thả nợ ba bằng cao bằng cái dừng chân hãy tôi thứ nào để chia cả cô ấy nên tham chân là có đọc lại được ca ấy đây sai vì đọc năm và cây năm muốn chầm ruốc lấy chầm ruốc đây nè một bị lụt sai ọc luôn anh vậy đó lát đang rồi là đây mà hạt $500 $1 bị chạy tiền luôn ta tập cái là mơ làm sáng ọc đây của bạn ở bên trung rồi nó bà ấy anh ấy luôn duyên người ta dù cho đó thì việc làm của bạn khơi đi chốt đặt luôn anh khơi một rất là kẹt là thang phải mau bị chết phải mau bị chậm luôn cả tôi chết trong việc xa của anh thầy to từ một thiên á đọc năm thầy năm thiết từ bộ nhà tôi chết trong việc xa đây là lâu lắm chữ ấy chữ từ nông phải chữ nè từ nông thì ai về chia bấy đó ấy nở luôn á đọc năm thầy năm thiết khi chết anh không có được cho hỗ trợ lập luôn còn tại đây chúng mới đây nó cao chúng mới khi chết này là gì mấy bên là khi chết để chia tới nó cho con anh trong nên đẹp không được khí áp hiền con anh trong ô lôi chai trong ô lan chi trong ô đây bị chế rồi áp nhiên được gì ai đâu áp nhiên được chế tìm xe lọt rồi ai đâu ta áp thuốc đây kia giờ mà khô ai du tư chạy kia quanh co tới nằm kia cho thọ mình chết nhưng tập tí còn có trao sốc làm luôn để trong thương ca người ấy có thương ca luôn anh dùng chết với bằng chết tạo tiền tập ngay giờ bộ về ở tiền là nó bên đây đấy là thôi công nhân anh cái thương công nhân đấy còn đấy bố mà nó ở liền từ liền tới là phải từ tới cái sổ tới để trên cái mình trong nó là liền đấy và ta liền mình vô chết liền còn là vô là ta liền ở chỉ hay tại
chẳng chọc cái chọc bắt lục sự nhà bắt đi đấy là chết chết là ngày riêng nó chụp liền thấy nó chụp ngay đâu này là chẳng thấy bạn một bên chừng người đấy khôi chết là sau này thấy bạn chết làm gì rồi cái pháp á ôn nè tai thối nó sẽ chết thấy nó là chừng người nó bốc ra cái là ngày nhiều vườn tươi nhiều là mấy lần là bay để chiêm bay ra được luôn ai thì cái thiết là bay ở đâu đó bay ở trên chết đâu mà con này ngọc xa ấy ôm nó được khôi chết ấy để chọn họ đây cái chết khôi chết ấy được sập lọc luôn đấy làm gì mà ra đó sám sập chăn muốn phải sập chăn muốn hoạt bài ô phát và tôi khi phản thì ấy đứa ở đây nghiên nhiên là từ rồi tất từ trong coi đấy học chất và đang cái mấy cái luôn ở đây thế hôm kia là hôm mình ăn để luôn luôn ghi là xuyên và ấy mình ăn đây mình đây là để rồi tất lập rồi chịu chết và thấy khi chết mà được trọng bán được những đường bàn họ bị đường khác để họ bị ấy một种đất luôn như thế trong như bên kia nó một cái liền chẹt kiểu gì cái bậc kiểu gì cái bậc sâu rồi cái bậc khóc rồi nộp trên đầy lô chứ á mà nộp trên phá thì trên đầy khắc ta thôi điện phải không mấy cái tình hạt đi hạt ở chỗ đây để mà có phim có đây làm lúc phát trên đây luôn làm có làm ở đấy không bạn thảo này dừng răng đấy bên này dừng răng khóc lời mình trong nhân viên này nè rất là rõ thầy họ quân như thế nào nằm đấy nung liệt rồi lùi đến từ bộ chân này rồi nắm chân của ba ngày yến nè rồi nằm đấy không mấy chơi mặt lưới rồi kéo đặt chân đặt chân này nên mình tập trung cái thế đường sang đường tây đây mới được đường sang ăn bớt mọc cái gì cái khả năng kia hết cả đâu không nô nó men tới là thằng chuột hay sai tờ lai hay còn là thằng từ cuộc đây phải chịu một trạm phi đây lục bùi gì đây hộp bài một gì một hạt đẹp thôi bốn ở đây như thế nào là trong nước các con em đây hai con trong khu con anh hai con anh nuôi con bố đừng để thằng mẹ nó nào ta ăn lấy ăn từ đây là nó cả đây chân men trên đó men chân ấy trong thay lưới luôn rồi mà dùng cả viên lưới cả đây là đi từ kia rồi tập lưới tới theo đi từ kia để ăn đến mấy trong làm phải được ăn được ăn thế này rồi mà tập được giờ hai dương tập ra đó cái dương thay ở đây nó thì thay ở khâu vậy cho phải tập phải được ngay thì na ủ cứ thực hiện đấy họ nó phải tập trung để tới tập đi đấy nó một số này dương kết thành giống đó kết thành chuột thay ở lan lên mà mình thật ok chúng ta rồi chuộtคือปลายโคกไปตกไปแตกนับไปสุดเลยเราจะมองแล้วการที่เป็นแค่เดียวมองให้นับนั้นให้ของhơi đó đó nó điệp nhẹ nhẹ đè này điên mà phải nâng to và phải nâng nặng đây cái này nhiên này là học mới ăn thử chọn mình mới ăn lên thử không kia thử nó thử tên kia đấy để thử một kia đó ở cao ở rồi đây tụi mình
men tên năng chết còn đây chôn cá còn đảo son và bật ché đấy đây là mấy điểm nữa các bác đi bên đây sau khi khổ hương thật là so và ché đấy ở lớn để trên đường một xua thì mình chân thử bắt đấy nhưng mình chơi cái không thật á từ cả chân của ta từ cả chân tới nằm chết cái cùng từ đây nhưng mà trong cái nát mà thì mai riêng cái chuyện nên chân thế rồi đôi này cả chân là mà đàn ông nên đôi nó mà như thế đó trong cái năng lực quản thì chân đâu chết ở đây chết ở những con như đâu bên đâu mau được trong hàng thế gặp mình hài thế lúc kia bài cả như lòng kia làm đấy là những năm mà để được gặp người rồi năm tôi đã tôi làm chân để chiếm máy đang làm mong bơi thật mong bơi thật với nhé mà lưu là chiếm đã bắt mày và lưu chiếm bắt chân đây mà bắt thật chân là năm mươi trăm ôi trăm rồi lại còn bà đấy mà ta thấy thì đâu biết chiếm chân này mặc gì đấy á cái chân chân đây mình chiếm đã bắt mày để chiếm nó cầm mong bơi thật mong bơi thật đây buộc bạn mà buộc vào thằng chân kia thằng chân lên thế mà độc máy cái lắm sao nó chẳng quan đấy thì tôi thực hiện tôi sẽ không thôn là cái chân ấy đó là không thì ngày lần một thứ cả sự phòng tác phòng vì thế thì là một ngày thì đây ngày một ngày tạm kỳ trên đây mình thật luôn thế khăn nó còn là đặt như thế ta đây thì mình chết tiền gì còn cô lấy từ thì chết các bạn nó từ từ chết các bạn nên khổ mà thành dân á rồi sai nó bằng thành đô năm thứ ở bên trong con cái tất cả mà các bạn đi cho các bạn này rồi kim sang kim đây nữa tất cả ra thân phải tự trên làm trên một cái thế mà học là đôi bên chưa mà thử của xét tiếp hơi thở yên hay khổ từ một hôm ấy đẹp như hôm ấy cho thế mà chăm được thực hiện giờ so được ai chân lên nó có thằng mình xem trên mắt nó trên cho mắt đi tất cả mấy đây là một con ở đằng cả mình thật đẹp lắm bởi chết là không có được thua khi đấy còn đang tháo ảnh được mình kiềm cho khổ và lần đưa đây cho thấy vô khăn từ còn rất rất là sẽ kinh nông smart luôn và tên là so nông đẹp còn lại họ đặt cái dưới một trên dùng đăng kết đi mặt đen nó một cái hàng xôm hỏi đi đi mặt đen này giờ nào còn nhưng mà họ giờ việc nào từ đây nhưng mà thả lương nó lương đi mặt đen hình chưa còn đâm thế không chưa thể như thế này tôi đã tập đâm là đây tại cái tổ ca đây quạt cọp chọn sai chọn mù chọn mù nó một hai dưới chân là đây làm hành cô nó dân người Việt nó ít sai là ba nó còn thế từ tấm đẹp ăn phá này một chân cao của hành cô nó còn ăn từ từ hôm thì dọc chân nó mà hôm nào năm nay một hôm hai thì còn là dùng thì cái tấm đã ăn từ từ cuối rồi nó thì khi rồi nó chẹt chia thì bây giờ thế á rồi bây giờ là tôi ăn cá biến bây giờ là bây giờ tôi ăn lương cho bán ô khác
rồi thưa nó băng trong mà ốcก็เตะเอาชมมาแล้วขนาดแกน้องเคยจะโดยที่ขนาดแกแกรถอาราเอาชมมาเกี่ยวกับตำเทนจะอยู่ปาปาพกมีพกเกี่ยวกับแต่เรื่องนั้นนั่นคือไปได้rồi ba đó đó cho từ ba cầm trưa đó là mình không thấy được là trường hợp ba cái trưa lúc sau được tâm là trưa nó hỏi cô thấy là tình yêu của thầy thầy giúp tôi đi đến đó chỉ riêng có từng năm nào nó hỏi cô thấy là tình yêu của thầy thì rằng nói về các bạn liên hệ về mình tập trung mình học từ ấy của họ chu từ tấm cả tâm là bài này làm bây đầy sọc khó làm bây đầy dùng là khó làm thấy chuyện bị giàu không đó khu này khó toàn nhiên có phần nào để cho sự nghiệp là đây trong tâm người thi thầy hay không cô thư đã thấy từ tâm ta được thật kẻ và thầy phải lông trong lấy ra việc đồng mong toàn lúc khi ấy phải có chăm thư tàn màu tam về việc của họ tư thì nói là nó việc gì rẻ và đây thành lô mặt bằng đừng bị mùi duกดกดสัตว์ต้องได้จะเดินวัดนี้เจ็บวัดไอ้น้องเดินวัดไอ้น้องจะมองอย่างเดียวใช่คือไอ้น้องเป็นบ้านลงลงเดินยกเอาตอนออกเด็ดยูแต่ออกลงกดกดสัตว์ออกเสือปานทำก็จิตใจจะกดกดจะกวนอยู่บนนั้นได้บ้านนกเกิดการแปลงดีเกิดการพัฒนาเขาvà cái tay của tôi việc làm cái việc của ta đã đâu thầy là thuộc xa tôi chân cơ sâu để cho quân một sạch và xây thật nó ngọt càng và liên đi một bọn tập biệt vào màn mà đầu và bàn và cái đất họ bị cái thang lấy thầy châu dân dùng chân hai lần nó ngọt càng đi thì ông tôi cái này